សម័យមួយមានបរិជាមួយព្រះអង្គទ្រង់ព្រះនាមត្រៃបតីអគ្គមហេសីព្រះនាមច័ន្ទរដ្ឋាសោយរាជសម្បត្តិក្នុងនគរត្រៃបរិយតាំងនៅជិតព្រៃហេមពៀនបរិជាអង្គនោះទ្រង់មានឥទ្ធិពលយ៉ាងខ្លាំងក្លាក្រៃលែងមានស្ដេច101នគរជាចំណោះទ្រង់មានបរិជ្ជបុត្រមួយព្រះអង្គព្រះនាមព្រះភិរុណថ្ងៃមួយព្រះមេដាទ្រង់នាំរាជកុមារទៅក្រសាលនៅមុខព្រះលានក៏ស្រាប់តែមានសត្វឥន្ទ្រីហើរមកឆាបឆក់យកបរិកុមារទៅដើម្បីធ្វើជាអាហាររបស់វាប៉ុន្តែហេតុតែភ័ព្វវាសនាល្អរបស់រាជកុមារសត្វឥន្ទ្រីហើរទៅចំអាស្រមឥសីឃើញឥន្ទ្រីពំបរិជ្ជកុមារដូច្នោះក៏ស្រែកហៅខ្លាំងបំភ័យបង្អើលសត្វឥន្ទ្រីបាក់សីផាត់ភ័យនឹងសម្រែកនោះក៏ទម្លាក់បរិជ្ជកុមារចោលហើយក៏ហើរយកតែរួចខ្លួនទៅឥសីក៏រើសបរិជ្ជកុមារទៅបង្ហាត់បង្រៀនមន្តវិជ្ជាចេះយ៉ាងស្ទាត់ជំនាញព្រះរាជកុមារនៅក្នុងសំណាក់ឥសីអស់រយៈពេល15ឆ្នាំទើបលាឥសីត្រឡប់មកនគរវិញឥសីក៏ជប់សេះពីហណរនិងធ្នូជ័យឲ្យហើយបង្ហាញផ្លូវឲ្យព្រះភិរុណទៅលុះធ្វើដំណើរដល់ព្រះនគរកេតុជម្ពូព្រះភិរុណក៏បានឃើញយៈពិណរាជនិងវៃរុទ្ធកំពុងច្បាំងនឹងនាងទិព្វសង្វាក៏ទៅជួយច្បាំងនាងទិព្វសង្វាវាយពិណរាជនិងវៃរុទ្ធស្លាប់នាងទិព្វសង្វាក៏នាំព្រះភិរុណចូលទៅក្នុងនគរកេតុជម្ពូដើម្បីទៅជួបនឹងព្រះមេដាព្រះនាមផែសមាលីហើយទ្រង់ក៏រៀបអភិសេកព្រះភិរុណនិងនាងទិព្វសង្វាឲ្យសោយរាជនៅក្នុងនគរកេតុជម្ពូនៅក្នុងរាត្រីដំបូងក៏មានយក្សមួយឈ្មោះថាចិត្តនរាជជាបងពិណរាជសោយរាជនៅក្នុងវិជាយន្តដោយខឹងនឹងព្រះភិរុណសម្លាប់ប្អូននិងក្មួយក៏មកសណ្ដំចាប់យកនាងទិព្វសង្វាទៅដាក់ក្នុងទ្រុងដែកដើម្បីសម្លាប់ចោលថ្លែងអំពីព្រះភិរុណលុះដែលអរុណោទ័យរះឡើងពុំឃើញនាងទិព្វសង្វាក៏ហៅសេនាទាំង3មកប្រឹក្សាគុនគូឃើញថាយក្សចិត្តនរាជក៏ចាប់យកព្រះនាងទៅដោយបំណងថា7ថ្ងៃទៀតនឹងវាយសម្លាប់ប៉ុន្តែមិនអីទេ3ថ្ងៃកន្លងផុតទៅព្រះអង្គក៏ជួបនឹងព្រះនាងវិញព្រះភិរុណក៏នាំសេនាចេញដំណើរទៅនគរវិជាយន្តដើម្បីយកនាងទិព្វសង្វាមកវិញលុះទៅដល់ក្នុងរាត្រីនោះព្រះភិរុណក៏សណ្ដំយក្សដេកលក់មិនដឹងខ្លួនសោះហើយក៏ចូលទៅក្នុងប្រាសាទគ្រប់ល្វែងក៏បានឃើញនាងសុគន្ធដែលជាបុត្រីរបស់ចិត្តនរាជក៏មានចិត្តប្រតិព័ទ្ធលួងលោមដោយសេចក្តីស្នេហាដរាបដល់បានសម្រេចការដូចបំណងលុះពេលអរុណចិត្តរះព្រះភិរុណក៏ចេញពីបន្ទប់នាំនាងទិព្វសង្វាចេញពីក្រុងវិជាយន្តត្រូវសុំចតនៅលើភ្នំហាសកੰដើម្បីរងចាំច្បាំងនឹងយក្សថ្លែងអំពីក្រុងចិត្តនរាជភ្លឺឡើងពួកពលដែលយាមល្បាតក៏មកក្រាបទូលថានាងទិព្វសង្វារត់ចេញពីទ្រុងដែកបាត់ទៅហើយចិត្តអនុរាជឮភ្លាមក៏ខឹងណាស់ក៏ប្រើរាជអាមាត្យឲ្យទៅវាយស្គរប្រមូលកងទ័ពចេញទៅតាមនាងទិព្វសង្វាក្នុងពេលនោះបក្សីវិយោភៈដែលជាកល្យាណមិត្តរបស់ចិត្តនរាជក៏បានកេណ្ឌកងទ័ពទៅជួយច្បាំងដែរនៅក្នុងច្បាំងព្រះភិរុណនិងនាងទិព្វសង្វា
ក៏បានសម្លាប់ចិត្តអនុរាជនិងវីយេបភ័ណ្ឌព្រមទាំងពួកពលស្លាប់អស់ហើយក៏ចេញដំណើរទៅសម្រាកកាយនៅក្នុងភ្នំមួយដោយនឿយហត់ខ្លាំងពេកក៏ផ្ទុំលក់ទាំងសេះនៅយាមប្រចាំការក៏លក់ទាំងឈរដែរក្រេកនោះមានយក្ខណីម្នាក់ឈ្មោះថានិលភៈដែលជាភរិយារបស់ចៅងោះដែលដើរទៅធ្លាក់ជ្រុះស្លាប់នាងដើរទាំងសេចក្តីទុក្ខឡើងនៅលើភ្នំឃើញព្រះភិរុននិងនាងទឹកសង្វាកំពុងតែផ្ទុំលក់នឹកស្មានថានាងទឹកសង្វាគឺជាប្រុសក៏ចាប់យកទៅបំរុងធ្វើជាប្តីក្រោយពីភ្ញាក់ដឹងប្រកាយឡើងដឹងថាយក្ខិនីចាប់យកនាងទឹកសង្វាក៏សម្លាប់យក្ខិនីនោះស្លាប់ហើយក៏ដើរកាត់ដងព្រៃត្រឡប់មករកព្រះភិរុនវិញនាងទឹកសង្វាដើរវង្វេងព្រៃទុគិមៈដរាបបានបត់មួយឈ្មោះថាសុងសិនចូលទៅសុំសំណាក់នៅនឹងឥសីដែលព្រះភិរុនធ្លាប់ស្នាក់នៅទីនោះរឿងទឹកសង្វាភាគទី2លោកព្រះសង្ស័យមានវ័យចម្រើនឡើងក៏លាមេដាទៅតាមប្រកព្រះវរបិតាតែព្រះមេដាមិនព្រមបើកឱកាសឲ្យទៅសោះថ្ងៃមួយដែលនឹកព្រះវរបិតាខ្លាំងពេកទ្រាំនៅមិនបានក៏សរសេរសម្បត្តិលាព្រះមេដានិងឥសីទុកនៅនឹងកន្លែងហើយក៏ចេញដំណើរទៅតាមរកព្រះវរបិតានិងទឹកសមន្ទាដែលយក្សលួចយកទៅនោះនៅក្នុងការដែលធ្វើដំណើរទៅនោះបរិជ្ជបុត្រសុងសិនបានទៅជួបនឹងព្រះភិរុណរាជាព្រះអនុជក្នុងក្រុងកាមរាជជានគររបស់បរិជាស៊ីសុវិឆ័យអគ្គមហេសីឈ្មោះថាដាវតារានិងបុត្រីឈ្មោះថាអំភ័យភៈក្នុងពេលនោះបរិជ្ជកុមារទាំងពីរពុំស្គាល់គ្នាទៅវិញទៅមកដែលកើតច្បាំងគ្នារហូតដល់ស្លាប់ពលអស់ក៏សួរមេដាបៃតាទៅវិញទៅមកទើបដឹងថាជាបងប្អូននឹងគ្នាព្រះសង្ឃសិននិងស៊ីសុវិឆ័យក៏រៀបចំអភិសេកព្រះនាងអំភ័យភៈឲ្យទៅអគ្គមហេសីនៃព្រះអរុណរាជមិនតែប៉ុណ្ណោះក៏មានការចម្បាំងជាមួយនឹងយក្សជាច្រើនអន្លើទៀតមានយក្សឈ្មោះថាកិនរេដែលលួចយកនាងទឹកសមន្ទាជាដើមប៉ុន្តែបាននាងសយសេះស៊ីនិងយួនវិនិយាយជួយមានជ័យជំនះដរាបដល់បានជួបនឹងព្រះភិរុនជាព្រះវរបិតាចំណែកឯព្រះភិរុនកាលបើព្រះអាទិត្យរះភ្លឺស្វាងតើនឡើងមិនឃើញនាងទឹកសង្វាក៏នាំពីលៀងហោះទៅរកនាងទឹកសង្វាដោយភ័ក្រអាក្រក់វង្វេងផ្លូវចូលទៅនគរវិឆ័យយន្តឃើញយក្សឈ្មោះថាទវេនរាជកំពុងតែច្បាំងជាមួយនឹងកងទ័ពវិឆ័យយន្តក៏ហោះចុះទៅក្នុងនគរវិឆ័យយន្តក៏បានឃើញនាងអបលវណ្ណាកំពុងតែយំសោកជាមួយនឹងនាងសុគន្ធព្រះភ័យសុមាលីជាបុត្រីព្រះភិរុនក៏លួងលោមនាងឲ្យឈប់យំសោកទ្រង់នឹងចេញច្បាំងយ៉ងអាសាថ្វាយទ្រង់ក៏ចេញច្បាំងដរាបដែលមានជ័យជំនះហើយក៏ត្រឡប់ចូលមកក្នុងព្រះនគរវិញព្រះនាងអបលវណ្ណាក៏បានរៀបអភិសេកព្រះភិរុននិងនាងសុគន្ធព្រះភ័យសុមាលីជាអគ្គមហេសីក្រុងសម្បត្តិនគរវិឆ័យយន្តនាងសុគន្ធព្រះភ័យសុមាលីមានបរិជ្ជបុត្រមួយព្រះអង្គឈ្មោះថាអរុណរាជគ្រងរាជសម្បត្តិនៅក្រុងវិឆ័យយន្តបន្ទាប់ពីអភិសេកមកមានលេងល្បែងជាច្រើនមានកុនល្ខោនជាដើមព្រះភិរុនទតឃើញស្រីរបាំដែលតែងខ្លួនល្អល្អះដូចស្រីទេពអប្សរក៏នឹកដល់នាងទឹកសង្វាដែលជាអគ្គមហេសីទី1ហើយក៏លានាងព្រះភ័យសុមាលីទៅតាមរកនាងទឹកសង្វាដរាបបានជួបនឹងនាងហើយក៏នាំមកសោយរាជនៅក្នុងនគរកេតុជំពូកជានគររបស់បិតាព្រះនាងវិញព្រះភិរុន
ក៏មានបរិជ្ជបទពីរគឺព្រះសុង្សិននិងព្រះអរុណរាជព្រះរាជអរុណរាជមានអគ្គមហេសីមួយព្រះនាមអំផៃផោះមានបុត្រីមួយឈ្មោះថាអំផាន់ណាវេព្រះសុង្សិនមានអគ្គមហេសី5មួយព្រះនាងទិព្វសមន្ទាមានបរិជ្ជបុត្រីមួយព្រះអង្គឈ្មោះថាសរិនយារវង្សទី2ព្រះនាងសៃមនីមានរាជបុត្រីមួយឈ្មោះថាមាឡាវ័នទី3ព្រះនាងទេពអប្សរមានបរិជ្ជបុត្រមួយព្រះអង្គឈ្មោះថាសុង្សិនអ័ព្ទ4យួនវិយា5សោយសេះសីបណ្ដាបុត្រាបុត្រីទាំងនេះព្រះសុង្សិនភ័ព្វគឺជាបរិជ្ជបុត្រយ៉ាងជំនាញក្នុងសឹកសង្គ្រាមក៏បានច្បាំងឈ្នះនឹងនរិនមេតចុះចាញ់ថ្វាយនគរវេលវ័ននិងបុត្រីឲ្យទៅជាអគ្គមហេសីសោយរាជនៅក្នុងនគរនោះហើយក៏ជូនដំណើរព្រះសុង្សិនភ័ព្វទៅក្រុងត្រៃបូរីដើម្បីជួបនឹងព្រះអាយកោអាយាកាកាលបើឃើញចៅហើយក៏មានសេចក្តីសោមនស្សត្រេកអរជាពន់ពេកហើយក៏នាំព្រះណូតាទៅក្រុងវិឆ័យយុនដើម្បីជួបព្រះសុង្សិនដែលជាព្រះវរបិតាទៀតនរិនមេតនៅក្នុងទីនោះអស់រយៈពេល7ថ្ងៃក៏សុំលាដន្លងនាំសុង្សិនភ័ព្វមកក្រុងវេលវ័នវិញថ្លែងអំពីព្រះចន្ទថិននៅឋានសួគ៌មានបរិជ្ជបុត្រ2អង្គចេតបុត្រឈ្មោះថាច័ន្ទកិរិយាអនុបុត្រឈ្មោះថាកិរិយាច័ន្ទលុះបុត្រទាំងពីរមានវ័យចម្រើនឡើងទៅដណ្ដឹងនាងមាឡាវ័នដែលជាបុត្រីរបស់សុង្សិនឲ្យច័ន្ទកិរិយាអភិសេកឲ្យសោយរាជនៅនគរពេជ្ររដ្ឋសីមាទៅដណ្ដឹងនាងអំផាន់ណាវេដែលជាបុត្រីព្រះអនុជរណរាជឲ្យកិរិយាច័ន្ទអភិសេកឲ្យសោយរាជនៅក្នុងនគររដ្ឋរាជព្រះសុង្សិនកាលដែលរៀបអវាហមង្គលបុត្រីនិងក្មួយស្រីរួចហើយក៏និយាយនឹងព្រះច័ន្ទជាដន្លងថាខ្ញុំនៅសល់បុត្រម្នាក់ឈ្មោះថាសុរិយាវង្សសពថ្ងៃនៅជាមួយនឹងសុង្សិនភពដែលជាកូនបងឯណោះហើយពុំទាន់មានអគ្គមហេសីនៅឡើយព្រះច័ន្ទក៏តបថាបើដូច្នោះយើងនឹងទៅដណ្ដឹងនាងកែវសវណ្ណដែលជាបុត្រីព្រះនរាយណ៍ឲ្យព្រះសូរិយាវង្សព្រះសុង្សិនក៏យល់ព្រមហើយក៏នាំគ្នារៀបគ្រឿងបណ្ណាការចូលទៅកំណប់គប់គួរនឹងព្រះនរាយណ៍ដើម្បីដណ្ដឹងបុត្រីព្រះនរាយណ៍ក៏យល់ព្រមហើយក៏រៀបចំអភិសេកព្រះសូរិយាវង្សនិងកែវសវណ្ណឲ្យសោយរាជនៅក្នុងនគរសវណ្ណមាលីរឿងដើមកំណើតសត្វឆ្មាមានមហាឥសីមួយអង្គគង់នៅក្នុងព្រៃភ្នំមួយថ្ងៃមួយព្រះឥសីភាវនាឃើញថាមានទេពធីតាមកចាប់កំណើតនៅក្នុងអបល់នៅក្នុងស្រះខាងទិសឧត្តរមហាឥសីក៏និមន្តទៅយកមកចិញ្ចឹមថែរក្សាហើយក៏ឲ្យឈ្មោះថាឧត្តរបបផាលុះដល់នាងអាយុ15ឆ្នាំលោកតានឹកអាណិតចៅនៅកំព្រាឥតគ្នាលេងដូច្នោះគាត់គិតថាគួរតែអញជប់បុប្ផាមួយតងឲ្យកើតជាមួយនឹងគ្នាគ្រាន់បាន2នាក់ព្រះឥសីគិតថាបើយកផ្កាដតីមកជាប់នឹងមនុស្សឃើញថាជាជាតិផ្កាដូចគ្នាដូច្នោះចាំយកជាតិដែលកើតចេញពីនាងផ្ទាល់វិញមហាឥសីក៏ផ្ដាំចៅថាកាលណាដែលចៅមានរដូវត្រូវផ្ដិតសម្លៃទុកឲ្យតានឹងជប់ឲ្យបានគ្នាលេង2នាក់លុះគម្រប់ដល់ពេលមានរដូវកាលណានាងក៏យកទៅថ្វាយលោកតាតាមបណ្ដាំលោកតាភាវនាវេទមន្តជប់បានឆ្មាស់ញីសម្បល់3មួយរួចក៏ហុចទៅឲ្យនាងហើយប្រាប់ថាសត្វនេះឈ្មោះថាឆាម៉ានាងស្រឡាញ់សត្វនោះណាស់
តែងតែយកទៅតាមដូចជាមនុស្សដូច្នោះដែរទើបឥសីកំណត់ច្បាប់តទៅកូនចៅស្រីគឺថាជាតិជាស្រីមិនត្រូវទាត់សត្វឆ្មានឹងជើងឬក៏វាយនឹងអំបោះឬក៏តំបត់ត្រីអាំងសំបីតែដើរកន្លងក៏មិនបានដែរត្បិតកើតឡើងដោយលក្ខស្រីបើស្រីណាប្រព្រឹត្តនោះហៅថាស្រីខាត់លក្ខតមកប្រមាណជា14ខែសត្វឆាមាក៏កើតបានកូនឈ្មោលមួយឡើងទៀតគឺថាឆាមាទាំងពីរនោះហើយក៏ជាកំណើតឆ្មាទាំងអស់និយាយអំពីស្ដេចអង្គព្រះនាមសោទាត់បរិជ្ជបិតាបានលើករាជសម្បត្តិឲ្យទៅសោយរាជនៅនគរកតសិលាស្ដេចថ្មីនោះឡើងសោយរាជពុំមានមហេសីឡើយថ្ងៃមួយព្រះអង្គបានទៅលេងក្រសាលនៅព្រៃយ៉ាងសប្បាយរីករាយលុះគម្រប់3ថ្ងៃដែលជាទីនាងទៅដល់ស្រះមួយដែលជាស្រះកំណើតនៃនាងអបលបុប្ផាទេវីស្រះនោះស្រង់ទឹកនោះទាត់ឃើញមានផ្លូវដើរព្រះអង្គនឹកស្មានថាទីនេះស្ងប់ស្ងាត់ណាស់ហេតុម្ដេចក៏មានផ្លូវមនុស្សដើរដូច្នោះព្រះអង្គចេះតែយាងទៅតាមផ្លូវនោះរហូតដល់អាស្រមឥសីក៏យាងចូលទៅស្របពេលដែលព្រះឥសីកំពុងឆាន់និងនាងឧត្តរបុប្ផាក៏កំពុងអង្គុយគាល់លោកតាដែរលុះស្ដេចយាងទៅដល់អាស្រមក៏ក្រឡេកឃើញនាងក៏ស្ទុះចូលទៅក្នុងបន្ទប់ព្រះឥសីសួរម្ដេចក៏ស្ទុះចូលរត់ទៅក្នុងនាងទូលឥសីតិចថាមានមនុស្សចម្លែកដើរចូលមកបរិជាក៏ចូលទៅថ្វាយបង្គំព្រះមុនីឥសីហើយក៏ទូលទៅតាមដំណើរសពគ្រប់ទើបលោកតាហៅចៅស្រីឲ្យចេញមកថ្វាយបង្គំបរិជាក្រឡេកឃើញគ្នាភ្លាមអ្នកទាំងពីរក៏ចាប់ចិត្តស្រឡាញ់គ្នាទៅវិញទៅមកទើបឥសីមានពុតដីកាថាស្ដេចអង្គនេះគឺជាគូនឹងនាងតាំងតែពីអតីតជាតិមកម្ល៉េះព្រះអង្គក៏តបខ្ញុំប្រកាសណាសពបរិជ្ជហារតីនឹងចៅស្រីលោកតាណាស់ឥសីបានបង្គាប់ឲ្យព្រះអង្គរៀបចំសង់រោង3ល្វែងនិងផ្កា7ពណ៌ព្រះអង្គក៏ឲ្យក្បួនទ័ពព្រមទាំងភ្លេងទៅដង្ហែនាងអបលបុប្ផាចេញពីអាស្រមឥសីក៏សូត្រមន្តបានផ្កា7ពណ៌ឲ្យពរឲ្យជ័យដល់គូស្រករថ្មី3ថ្ងៃក្រោយព្រះអង្គនិងបរិជ្ជយាក៏យាងថ្វាយបង្គំលាលោកតាវិលទៅព្រះនគរហើយនាងអបលបុប្ផាទេវីក៏ស្រក់ទឹកភ្នែកនឹកអាឡោះអាល័យដល់លោកតាព្រោះតាំងតែពីកើតមកពុំដែលបែកអំពីលោកតាឥសីបែកទៅណាសោះឡើយលោកតាឥសីផ្ដាំថាបើនាងទៅដល់ប្រាសាទហើយមុននឹងឡើងនៅលើប្រាសាទនាងត្រូវអោបឆាមាហើយដើរពាត់ប្រទក្សិណ3ជុំសឹមឡើងទៅក្នុងប្រាសាទទើបបានសុខសេរីសួស្តីលុះបានទៅដល់រាជវាំងហើយមុននឹងចូលរាជដំណាក់ព្រះនាងក៏បានធ្វើតាមបណ្ដាំឥសីឥតឆ្កងហើយក៏បានប្រកបទៅដោយសេចក្តីសុខចម្រើនរហូតតទៅដោយសារតែរឿងនេះទេដឹងបានជាខ្មែរយើងមានទំនៀមទម្លាប់មួយនៅក្នុងមានពេលពិធីឡើងផ្ទះថ្មីគឺគេនិយមអោបឆ្មាមួយហើយដើរប្រទក្សិណផ្ទះ3ជុំទើបឡើងនៅរឿងតុនសាយចាញ់បញ្ញាខ្ចងមាននិទានមួយដំណាលថាសម័យថ្ងៃមួយមានតុនសាយចុះមកផឹកទឹកត្រពាំងតុនសាយផឹកទឹកពុំតាន់ឆ្អែតផងវាក៏ប្រទះឃើញខ្យងមួយកំពុងតែបណ្ដែតខ្លួននៅលើផ្ទៃទឹកតុនសាយឃើញដូច្នោះក៏ស្អប់ខ្ពើមខ្យងជាខ្លាំងតុនសាយបានកិច្ចទៅផឹកទឹកនៅប្រឡងមួយផ្សេងទៀតដែលស្ថិតនៅក្បែរនៅទីនោះដែរខ្យងឃើញអាកប្បកិរិយាតុនសាយដូច្នោះក៏ស្រដីទៅតុនសាយថា
បងទន្សាយបងមកផឹកទឹកនៅទីនេះមានបានសុំអ្នកណាហើយឬនៅទន្សាយតបទៅវិញថាទាំងមូម៉ៅហ្មងក្នុងចិត្តដោយកំបាត់ថាត្រពាំងនេះគ្មានម្ចាស់ទេយើងមិនចាំបាច់សុំអ្នកណាក៏បានដែរខ្យងស្រដីទៅកាន់ទន្សាយវិញថាយើងគឺជាម្ចាស់ថែរក្សាទឹកនេះយូរយារណាស់មកហើយបើចង់ផឹកត្រូវតែសុំខ្ញុំសិនទន្សាយឮខ្យងពោលពាក្យដូច្នោះកើតក្តីក្តៅក្រហាយក៏ពោលពាក្យចំអកខ្លាំងថាណែខ្យងឯងមិនដែលបានស្គាល់ទីវាលដីស្រែចម្ការឯណាឆ្ងាយផងយកតែមាត់ធ្វើជាជើងស្គាល់តែប្រឡងទឹកតែប៉ុណ្ណឹងអួតថាខ្លួនជាអ្នកថែរក្សាទឹកនេះផងខ្យងក៏ឆ្លើយតបទៅវិញថាខ្ញុំគ្មានជើងក៏មែនពិតហើយក៏មិនស្គាល់ទីវាលដីស្រែចម្ការឆ្ងាយដូចបងថាមែនតែបើបងទន្សាយចង់ភ្នាល់យើងរត់ប៉ុណ្ណាគ្នាទៅខ្ញុំមិនខ្លាចបងទេទន្សាយឮខ្យងភ្នាល់រត់ប្រណាំងគ្នាបែបនេះកាន់តែក្តៅក្រហាយឡើងនឹកក្នុងចិត្តថាមិនគួរអាខ្យងនេះហ៊ាននិយាយពាក្យដូច្នោះសោះនរណាក៏ដឹងដែរថាខ្លួនអញគឺជាអ្នកដែលមានប្រាជ្ញាហើយរត់លឿននិងរហ័សជាងគេបំផុតទន្សាយប្រាប់ខ្យងថាចុះខ្ញុំមានតែខ្លាចស្អីខ្យងឯងនោះព្រឹកស្អែកយើងជួបគ្នានៅទីនេះយើងរត់ប្រណាំងគ្នា3ជុំត្រពាំងនេះបើខ្ញុំចាញ់ខ្ញុំឈប់ផឹកទឹកត្រពាំងនេះឲ្យខ្យងឯងបើខ្យងឯងចាញ់ឯខ្យងបើឯងចាញ់ខ្ញុំវិញក៏ត្រូវតែឈប់រស់នៅក្នុងត្រពាំងនេះដែរពលចប់ទន្សាយក៏ដើរចេញទៅចំណែកឯខ្យងពេលឃើញទន្សាយចេញបាត់ទៅក៏ហៅគ្នាមកប្រជុំហើយក៏ណាត់គ្នាថាព្រឹកស្អែកយើងត្រូវតែរាយបណ្ដាក់គ្នាទៅតាមមាត់ត្រពាំងនេះហើយបើឮថាទន្សាយស្រែកហៅអ្នកនៅខាងមុខត្រូវតែឆ្លើយថាគូកស្អែកឡើងទន្សាយក៏បានមកដល់ឃើញខ្យងនៅចាំនៅនឹងកន្លែងណាត់ជួបរួចជាស្រេចទន្សាយនិងខ្យងក៏ចាប់ផ្ដើមរត់ប្រណាំងគ្នាទន្សាយរត់បានមួយជុំទំពាំងក៏ស្រែកប្រកោសហៅខ្យងវើយខ្យងនៅពីមុខទន្សាយក៏ស្រែកឡើងថាគូកទន្សាយឮសំឡេងខ្យងឆ្លើយនៅខាងមុខដូច្នោះនឹកស្មានថាខ្យងរត់លឿងជាងខ្លួនមែនក៏ខំរត់ពេញទំហឹងលុះរត់បានមួយជុំទៀតទន្សាយក៏ស្រែកហៅខ្យងម្ដងទៀតសំឡេងគូកឮលាន់នៅខាងមុខដដែលទន្សាយពុំបានគិតស្មានថានេះជាល្បិចកលរបស់ខ្យងឡើយវាគិតថាខ្យងរត់លឿនជាងវាមែនទន្សាយក៏ខំបន្ថែមល្បឿនអស់ពីកម្លាំងកាយចិត្តគ្រប់3ជុំទន្សាយក៏មកដល់ទីណាត់ប៉ុន្តែគឺជាការខុសចិត្តសម្បើមណាស់ព្រោះនៅទីនោះខ្យងបានទៅរងចាំទន្សាយជាមុនស្រេចទៅហើយទន្សាយក៏យល់ព្រមចោះចាញ់ខ្យងហើយក៏នឹកខ្មាស់ខ្លួនឯងយ៉ាងខ្លាំងដែលរត់ចាញ់ខ្យងវាក៏រត់ចេញពីទីនោះហើយក៏បដិញ្ញាចិត្តឈប់ផឹកទឹកត្រពាំងជារៀងរហូតតមកដល់សពថ្ងៃនេះចាប់តាំងពីពេលនោះមកគេក៏សង្កេតឃើញថាសត្វទន្សាយឈប់ផឹកទឹកត្រពាំងមែនរហូតមកដល់នឹងសពថ្ងៃនេះហើយក៏ទន្សាយមិនដែលផឹកទឹកដែរឯខ្យងក៏រស់នៅក្នុងត្រពាំងយ៉ាងសុខសាន្តជារៀងរហូតតមកចេះឯងឲ្យក្រែងចេះគេរឿងដំរីខូខើគោលបំណងរឿងដំរីខូខើមានបំណងអប់រំប្អូនឲ្យចេះគោរពចំពោះអ្នកដែលនៅជុំវិញខ្លួនមិនថាអ្នកនោះជាមនុស្សរបៀបណាក៏ដោយក៏មិនត្រូវប្រមាថមើលងាយចំពោះគេដែរ
ជាពិសេសគឺរត់តែមិនត្រូវធ្វើបាបឬក៏សម្លាប់អ្នកណាម្នាក់ដែលគ្មានកំហុសនោះជាដាច់ខាតកាលពីយូរលង់ណាស់មកហើយនៅក្នុងព្រៃហេមពានមានដំរីមួយវងរស់នៅស្ដេចដំរីជាសត្វល្អនិងជាសត្វដែលជាទីស្រឡាញ់អំពីដំរីទាំងឡាយនៅក្នុងវងនៅក្នុងព្រៃនោះមានមេបក្សីមួយដែលបានធ្វើសម្បុករស់នៅយ៉ាងសុខសាន្តក្នុងសម្បុកនោះមានកូនបក្សីតូចតូចដែលទើបតែនឹងញាស់ថ្មីថ្មីថ្ងៃមួយមេបក្សីបានលឹងថាវងដំរីនឹងត្រូវធ្វើដំណើរមកឆ្លងកាត់ទៅតាមព្រៃដែលខ្លួនរស់នៅនេះក៏មានការផិតភ័យយ៉ាងខ្លាំងមេបក្សីបានហើរទៅជួបស្ដេចដំរីដោយមិនបង្អង់មេបក្សីបានអង្វរស្ដេចដំរីថាអោដំរីដ៏ប្រសើរអាយសូមអ្នកកុំដើរជន់សម្បុករបស់ខ្ញុំអីសូមមេត្តាអាណិតដល់កូនតូចតូចរបស់ខ្ញុំផងស្ដេចដំរីបាននិយាយទៅកាន់មេបក្សីយ៉ាងទន់ភ្លន់ថាបក្សីតូចសូមអ្នកកំព្រួយយើងមិនធ្វើឲ្យកូនតូចតូចរបស់អ្នកឯងមានគ្រោះថ្នាក់នោះទេពេលដែលវងដំរីដើរទៅដល់សម្បុករបស់មេចាប់នោះស្ដេចដំរីបានឈរបាំងសម្បុកនោះហើយបញ្ជាឲ្យដំរីទាំងអស់ដើរហួសទៅដោយមិនមានបញ្ហាអ្វីដល់កូនបក្សីនោះឡើយតែមុនពេលចាក់ចេញទៅស្ដេចដំរីក៏បានរំលឹកដល់មេបក្សីឲ្យដឹងអំពីដំរីខូខើមួយក្បាលដែលរស់នៅក្នុងព្រៃនោះដែរថ្ងៃមួយពេលដែលមេបក្សីស្វែងរកអាហារវាបានឃើញដំរីមួយកំពុងធ្វើដំណើរតម្រង់ចំសម្បុករបស់វាមេបក្សីបានហើរទៅជិតដំរីនោះហើយអង្វរថាលោកម្ចាស់សូមលោកមេត្តាកុំជន់សម្បុកខ្ញុំអីប៉ុន្តែដំរីខូខើនោះបានស្រែកសម្លុតថាណែបក្សីតូចឯងនេះប្រហើនណាស់ស្អីក៏ដោយឲ្យតែទើសផ្លូវអញត្រូវតែជន់កំទេចឲ្យអស់និយាយពាក្យនេះរួចហើយដំរីខូខើនោះក៏បានដើរតម្រង់ឆ្ពោះទៅសម្បុកបក្សីហើយជន់កំទេចបក្សីតូចតូចស្លាប់ទាំងអស់ដោយគ្មានការអាណិតអាសូរសំបីតែប៉ុនសរសៃសក់ក៏មិនស្រណោះដែរមេបក្សីក៏មានការតក់ស្លុតយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើងចំពោះកូនតូចតូចរបស់វាមេបក្សីប្រាប់ដំរីទាំងក្រេវក្រោធថាអាដំរីខូខើអញនឹងសងសឹកចំពោះការស្លាប់របស់កូនអញនៅថ្ងៃណាមួយមិនខានដំរីខូខើលើពាក្យនេះហើយក៏អស់សំណាចថែមទាំងសើចចំអកថាសត្វតូចល្អិតដូចជាឯងតើអាចធ្វើអ្វីអញបានទៅថាដូច្នោះហើយសត្វដំរីនោះក៏ធ្វើដំណើរចេញទៅបាត់ពេលវេលាក៏ចេះតែកន្លងផុតទៅជាលំដាប់មេបក្សីគិតថាអញគួរតែផ្ដោតមេរៀនខ្លះដល់អាដំរីដែលឥតធម៌មេត្តានេះដោយរបៀបណាមេបក្សីបានគិតឃើញផែនការមួយដោយបង្កើតជាមិត្តភាពជាមួយនឹងក្អែកមេបក្សីព្យាយាមយកចិត្តក្អែកខំធ្វើការបម្រើក្អែកនោះដោយយកចិត្តទុកដាក់សត្វក្អែកមានការពេញចិត្តចំពោះការប្រឹងប្រែងរបស់មេបក្សីណាស់សត្វក្អែកក៏បាននិយាយទៅកាន់មេបក្សីថាអ្នកបានប្រឹងប្រែងបម្រើខ្ញុំសពគ្រប់គ្រាន់ហើយតែខ្ញុំសប្បាយចិត្តបើសិនជាខ្ញុំអាចជួយអ្វីខ្លះដល់អ្នកបានបក្សីបានឮសម្ដីក្អែកដូច្នោះហើយក៏និយាយរឿងកំសត់របស់ខ្លួនឲ្យក្អែកស្ដាប់មេបក្សីក៏បានសុំឲ្យក្អែកទៅចឹកភ្នែកដំរីដែលបានសម្លាប់កូនរបស់ខ្លួនសត្វក្អែកក៏យល់ព្រមជាមួយនឹងមេបក្សីនោះហើយកំណត់ថ្ងៃទៅរកដំរីបន្ទាប់មកមេបក្សីអនុវត្តផែនការបន្តមេបក្សីក៏បានទៅជួបនឹងសត្វឃ្មុំដោយសុំឲ្យឃ្មុំ
តើតិចភ្នែកទាំងពីររបស់ដំរីខមុំក៏ឆ្លើយតបថាមិនមានបញ្ហាអ្វីទាំងអស់ខ្ញុំនឹងធ្វើតាមអ្វីដែលអ្នកសុំមេបាក់សៃអរគុណខមុំហើយក៏ហើរចេញទៅថ្ងៃបន្ទាប់មេបាក់សៃក៏បានហើរទៅកាន់ស្រះដែលមានទឹកថ្លាឆ្វង់និងមានកង្កែបរស់នៅទីនោះបាក់សៃក៏បានសុំកង្កែបឲ្យឡើងទៅលើកំពូលភ្នំហើយក៏ស្រែកចំពេលដែលឃើញសត្វដំរីខូខើដើរកាត់កង្កែបមានការសង្ស័យចំពោះផែនការរបស់បាក់សៃដែរប៉ុន្តែវាបានយល់ព្រមជួយមេបាក់សៃក្នុងនាមជាមិត្តភក្តិថ្ងៃមួយពេលដែលដំរីខូខើកំពុងតែដើរនៅក្នុងព្រៃសត្វក្អែកក៏បានហើរទៅចឹកភ្នែកទាំងគូរបស់ដំរីនោះទាល់តែចិញ្ចៀមបន្ទាប់មកសត្វឃ្មុំក៏ចាប់ផ្ដើមទិចភ្នែកដំរីទាំងសងខាងដំរីខូខើនោះបានคล้ายទៅជាដំរីពិការភ្នែកហើយទទួលរងនឹងការជឿចាប់មិនអាចទ្រាំនៅបានក្រោយមកដំរីនោះបានដើរត្រាច់ចរដោយគ្មានគោលដៅគ្មានទាំងទឹកផឹកអត់ទាំងចំណីអាហារថ្ងៃមួយដំរីបានឮសំឡេងកង្កែបយំអុក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 សត្វដំរីក៏បានដើរចុះតាមសំឡេងកង្កែបនោះដោយសង្ឃឹមថានឹងអាចដល់ស្រះទឹកដែលវាអាចផឹកទឹកបានដើម្បីបំបត្តិសេចក្តីស្រេកឃ្លានរបស់វាដំរីខុសខើចេះតែដើរទៅតាមសម្រែកកង្កែបរហូតដល់កំពូលភ្នំពេលដែលកង្កែបឃើញដំរីក៏លោតផ្លោតចុះមកខាងក្រោមហើយបញ្ចេញសំឡេងបន្តទៀតដំរីខ្វាក់ភ្នែកដើរតាមសំឡេងរបស់កង្កែបរហូតទាល់តែផុតជ្រោះហើយក៏ធ្លាក់ទៅក្នុងជ្រោះស្លាប់បាត់បង់ទៅបានរស់កុំភ្លេចស្លាប់រឿងទឹកចិត្តកូនប្រុសពូសុកជាកសិករប្រពន្ធគាត់ជាជាងកាត់ដេរនៅផ្ទះពួកគាត់មានកូនប្រុស2នាក់ច្រើនឆ្នាំក្រោយមកប្រពន្ធរបស់គាត់ក៏ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរដោយអស់សង្ឃឹមនៅក្នុងការព្យាបាលម្ដាយក៏និយាយទៅកាន់កូនទាំងក្តុកក្តួលកូនមានម្ដាយគ្មានអ្វីចែកកូនទេមានតែមជុលពីរដើមតែប៉ុណ្ណោះនិយាយដល់ត្រឹមនេះម្ដាយក៏បានស្លាប់បាត់បង់ក្នុងពេលនោះទៅមួយឆ្នាំក្រោយមកដោយសារតែគ្មានអ្នកថែរក្សាកូននិងមើលផ្ទះសម្បែងពូសុកក៏យកប្រពន្ធថ្មីម្នាក់ទៀតហើយក៏កើតបានកូនស្រីមួយទៀតដែរប៉ុន្តែនាងដែលជាម្ដាយក្រោយមិនចូលចិត្តក្មេងប្រុសទាំងពីរនាក់នោះសោះថ្ងៃមួយពេលឪពុកទៅធ្វើស្រែចម្ការបាត់ម្ដាយក៏បានធ្វើនំកងលុះដល់ធ្វើនំឆ្អិនម្ដាយនិយាយទៅកាន់កូនប្រុសទាំងពីរនាក់នោះថាពួកឯងកុំអាលហូបនំអីត្រូវចាំពុកឯងត្រឡប់មកវិញនិយាយរួចក៏ងាកមកបញ្ចប់នំកូនស្រីធ្វើប្រងើយពីរនាក់បងប្អូនទន្ទឹងចាំមើលផ្លូវឪពុករហូតដល់ពេលល្ងាចគ្រាន់តែឃើញឪពុកមកដល់ផ្ទះភ្លាមកុមារទាំងពីរនាក់នោះក៏នាំគ្នាស្ទុះទៅយកនំកងមកហូបទាំងការស្រែកឃ្លានពេលនោះប្រពន្ធនិយាយទៅកាន់ប្តីថាបងមើលចោះកូនរបស់បងគ្មានរបៀបទេគេមិនល្អដូចជាកូនខ្ញុំសោះដោយសារតែជីវភាពខ្វះខាតនិងការរស់នៅមិនចុះសម្រុងនៅក្នុងគ្រួសារពីរនាក់ប្តីប្រពន្ធក៏យកក្មេងប្រុសទាំងពីរនាក់នោះទៅបោះបង់ចោលនៅក្នុងព្រៃស្អែកឡើងប្រពន្ធរៀបចំបាយកញ្ឆប់និងបង្វិចមួយឲ្យទៅប្តីហើយក៏បរទេះជូនពួកគេចេញទៅលុះមកដល់ពាក់កណ្ដាលផ្លូវឪពុកក៏ងាកសួរទៅកូនថាតើកូនស្គាល់កន្លែងនេះដែរឬទេកូនក៏ឆ្លើយថាបាទពុកកូនស្គាល់ព្រោះកូនធ្លាប់មកឃ្វាលកូននៅទីនេះឮដូច្នោះឪពុកក៏ធ្វើដំណើរបន្តទៅមុខទៀតលុះដល់ព្រៃជ្រៅ
ពូសុកក៏សួរកូនម្ដងទៀតថាតើកូនស្គាល់ទីនេះដែរឬទេកូនក៏ឆ្លើយទៅវិញថាបាទពុកកូនមិនស្គាល់ទេពុកប្រាប់កូនថាបើអញ្ចឹងពួកឯងនៅចាំពុកនៅទីនេះសិនចុះពុកបរទេះទៅកាប់អស់មួយផ្លែតបន្តិចទៀតពុកត្រឡប់មកវិញហើយបងប្អូនទាំងពីរនាក់រងចាំឪពុកយូរទៅរហូតដល់ថ្ងៃរសៀលទើបដឹងថាឪពុកយកខ្លួនមកបោះបង់ចោលក៏នាំគ្នាស្រែកយំហើយក៏ស្រែកកញ្ចប់បាយមកហូបគ្រាន់តែហូបបានបន្តិចក៏ខ្ជាក់ចេញមកវិញព្រោះនៅក្នុងបាយមានលាយដីខ្សាច់ច្រើនណាស់ទាំងពីរនាក់បងប្អូនអង្គុយអោបគ្នាយំហើយគិតថាថ្ងៃនេះបើគ្មានអីហូបទេយើងពិតជាត្រូវស្លាប់មិនខានឡើយបងគិតហើយក៏នឹកឃើញដល់រឿងម្ដាយរួចក៏យកមកជុលមកមើលពេលនោះបងប្រុសក្រឡេកឃើញសត្វល្លោកមួយទុំនៅលើមែកឈើក្បែរខ្លួនគិតមួយសន្ទុះក៏យកបំពង់ឫស្សីមួយកង់ហើយក៏រើសស្លាបសត្វមកចងជាប់នឹងគូតមកជុលទើបផ្លុំតម្រង់ទៅសត្វល្លោកនោះក៏ត្រូវចំល្លោកធ្លាក់មកមួយរំពេចពួកគេក៏យកសត្វល្លោកមកធ្វើជាអាហារពេលបងកំពុងតែលាងសម្អាតក៏ស្រាប់តែធ្លាក់គ្រាប់ស្រូវគ្រាប់ពោតគ្រាប់សណ្ដែកនិងគ្រាប់ល្ពៅចេញពីក្នុងកែរបស់វាបងរើសគ្រាប់ពូជទាំងនោះទៅដាក់ហាលថ្ងៃឯប្អូនក៏យកសាច់ទៅអាំងពីរនាក់បងប្អូនក៏នាំគ្នាកាប់ឈើនិងស្លឹកមកធ្វើជារោងមួយនៅទីនោះយប់ឡើងក៏មានភាពស្ងប់ស្ងាត់ចងំប្រឈមមុខនឹងសត្វព្រៃទាំងឡាយដែលចង់មកយាយីពួកគេថ្ងៃបន្ទាប់បងប្អូនកំសត់ទាំងពីរនាក់ក៏នាំគ្នាបណ្ដោះគ្រាប់ពូជទាំងនោះដើម្បីចិញ្ចឹមជីវិតពួកគេក៏ចាប់ត្រីរាវក្តាមខ្ចង់ឬក៏បេះផ្លែឈើធ្វើជាអាហារអស់រយៈពេលជាច្រើនខែទើបដំណាំរបស់ពួកគេមានផ្លែផ្កាពីរនាក់បងប្អូនខំថែរក្សារហូតដល់ដំណាំទុំក៏ចេះតែបណ្ដោះគ្រាប់ពូជជាបន្តបន្ទាប់បងប្អូនកំសត់ពីរនាក់តស៊ូឆ្កាព្រៃកាប់ដីដែលលើករងដល់មានផ្ទៃដីវាលស្រែធំល្វឹងល្វើយដាច់កន្ទុយភ្នែកអស់រយៈកាលជាច្រើនឆ្នាំដោយសារតែភាពអំណត់អត់ធន់និងការតស៊ូព្យាយាមរបស់ពួកគេបានធ្វើឲ្យគេទាំងពីរនាក់បងប្អូនមានដំណាំជាច្រើនគ្របដណ្ដប់នៅលើផ្ទៃដីរាប់ហិកតាលុះពេលដំណាំបានផលច្រើនក៏មានឈ្មួញមកទិញភោគផលដំណាំនោះជាហូរហែចាប់តាំងពីពេលនោះមកពួកគេក៏មានជីវភាពប្រសើរឡើងមានផ្ទះសម្បែងមានលុយកាក់មាសប្រាក់មាន់ទានិងគោក្របីជាច្រើនការសន្សំសំចៃបានកែប្រែពួកគេពីភាពក្រីក្រคล้ายមកជាអ្នកមានស្ដុកស្ដំពីមួយថ្ងៃទៅមួយថ្ងៃផ្ទៃដីចំការក៏កាន់តែធំទៅរហូតមានតងល្ពៅខ្លះលូតលាស់ពីពេញវាកាលក៏វាចូលទៅដល់ចំការចេកឪពុករបស់ពួកគេពេលនោះពូសុកឆ្ងល់ខ្លាំងណាស់ហើយគិតថាតើអ្នកណាដាំល្ពៅចូលមកក្នុងដីរបស់យើងដូច្នោះគាត់ក៏សាកសួរដើរតាមតងល្ពៅនោះដើម្បីរកម្ចាស់ចំការថ្មីពូសុកធ្វើដំណើរយ៉ាងយូរទើបមកដល់ផ្ទះម្ចាស់ចំការក៏ស្រាប់តែបានជួបនឹងបារោះពីរនាក់ពូសុកមិនស្គាល់កំឡោះទាំងពីរនាក់នោះទេតែកូនស្គាល់ឪពុកច្បាស់ណាស់ក៏ស្ទុះទៅអោបឪពុកដោយការនឹករលឹកឪពុកក៏បានសុំទោសកូននៅកំហុសខុសឆ្គងទាំងឡាយដែលបានធ្វើមកលើកូនពូសុកបានជួបកូនវិញសប្បាយចិត្តរកអ្វីព្រៀបផ្ទឹមពំបានឡើយឪពុកនិយាយទៅកាន់កូនថាកូនមាឪពុកតាំងពីអត់ឯងទាំងពីរនាក់មកពុកក្រលំបាកវេទនាណាស់ពុកមិនគួរយកឯងមករស់នៅកណ្ដាលព្រៃស្ងប់ស្ងាត់កណ្ដាលកណ្ដែងដូច្នោះឡើយកូនទាំងពីរនាក់ក៏បានរៀបចំលុយកាក់មាសប្រាស់ខ្លះៗជូនឪពុកដោយភាពកតញ្ញូ
ពូសុកចេញដំណើរត្រឡប់ទៅផ្ទះវិញទាំងក្តីត្រេកអរព្រោះបានជួបកូនវិញថែមទាំងបានផ្គត់ផ្គង់ជីវភាពគ្រួសារទៀតផងមកដល់លំនៅឋានវិញពូសុកសប្បាយចិត្តញញឹមញញែមរៀបរាប់ប្រាប់ប្រពន្ធកូនពីរឿងរ៉ាវទាំងអស់មិនលាក់លៀមបន្តិចឡើយប្រពន្ធឃើញប្តីយកលុយពីកូនងាយងាយពេកនាងក៏ប្រើប្តីឲ្យទៅសុំលុយពីកូនម្ដងទៀតម្ដងហើយម្ដងទៀតច្រើនលើកច្រើនសារមិនក្រែងចិត្តកូនបន្តិចសោះទោះបីកូនផ្ដាល់ប្រាក់យ៉ាងណាក៏ដោយក៏ជីវភាពគ្រួសារពូសុកនៅតែខ្វះខាតដដែលព្រោះប្រពន្ធគាត់មិនចេះសន្សំសំចៃយកលុយទៅចាយវាយខ្ជះខ្ជាយមិនចេះគិតថ្ងៃមួយពេលនាងអស់ប្រាក់ពីខ្លួនក៏ប្រើប្តីឲ្យទៅសុំលុយពីកូនទៀតពេលទៅដល់ផ្ទះកូនឪពុកនិយាយអំពីទុក្ខលំបាកក្នុងគ្រួសារប្រាប់កូនកូនក៏យល់ចិត្តឪពុកក៏រៀបចំរបស់របរនិងវត្ថុមានតម្លៃជាច្រើនឲ្យទៅឪពុកពេលដែលរៀបត្រឡប់ទៅផ្ទះវិញពូសុកក្រឡេកឃើញក្របីមួយក្បាលក៏និយាយទៅកាន់កូនថាបង្វិចនេះធ្ងន់ណាស់ពុកស្ពាយមិនរួចទេកូនឲ្យក្របីពុកមួយមកក្រន់ពុកជិះត្រឡប់ទៅផ្ទះវិញព្រោះពុកចាស់ណាស់ទៅហើយមិនប្រកែកនឹងកូនក៏ដឹកក្របីប្រគល់ឲ្យពុកភ្លាមរួចក៏ស្ពាយបង្វិចជិះក្របីចេញទៅពេលមកដល់ភូមិមួយមានឆ្កែជាច្រើនគ្រាន់តែឃើញក្របីភ្លាមក៏ស្ទុះដេញព្រុសធ្វើឲ្យក្របីភ័យខ្លាចរត់ភៀសខ្លួនបាត់ទៅចំណែកឯពូសុកវិញតោងក្របីមិនជាប់ក៏ធ្លាក់ពីលើខ្នងក្របីរបួសយ៉ាងធ្ងន់ធ្ងរអ្នកស្រុកឃើញគាត់មានការអាណិតក៏នាំគ្នាជួយលើកហើយគ្រាពូសុកត្រឡប់ទៅផ្ទះជួបជុំប្រពន្ធកូនវិញពេលនោះពូសុកបានភ្ញាក់ខ្លួនដោយសារតែការលបលន់ទើបទ្រាំខ្លួនដើរទៅមិនរួចធ្វើការងារអ្វីក៏មិនបានគាត់នឹកខ្មាស់ខ្លួនឯងមិនចង់ទៅសុំលុយពីកូនទាំងពីរនាក់ទៀតឡើយរីឯប្រពន្ធវិញព្យាយាមកែខ្លួនខំប្រឹងប្រែងធ្វើការមិនខ្លាចនឿយហត់ចំណែកឯកូនប្រុសទាំងពីរនាក់នោះវិញព្រោះតែឃើញឪពុកម្ដាយចេះភ្ញាក់រលឹកក៏ផ្ដល់ប្រាក់ជាញឹកញាប់ក្នុងសភាពជាកូនកតញ្ញូតាំងពីពេល3ពេលនោះមកគ្រួសារពូសុករស់នៅប្រកបទៅដោយសេចក្តីសុខក្សេមក្សាន្តរពឹសដៃផ្ទៃឆ្អែតរឿងប្រាសាទអង្គរកាលពីពុទ្ធសករាជ600មានចិនម្នាក់ឈ្មោះថាលឹមសេងនៅក្នុងខេត្តសៀងហៃលឹមសេងមានអាយុប្រមាណជា50ឆ្នាំជាមនុស្សកំសត់ទុរគតណាស់គាត់បានទៅខ្ចីប្រាក់ពីអ្នកចំនួនម្នាក់ចំនួន6ណែនហើយទៅស៊ីឈ្នួលបំរើម្ចាស់បំណុលបានតម្រូវឲ្យគាត់កាប់ឆ្ការព្រៃមួយកន្លែងនៅក្បែរមាត់ទន្លេដើម្បីដាំដំណាំនៅរដូវដែលបុព្វាជាតិទាំងឡាយត្រូវផ្ការីកលឹមសេងតែងតែបេះផលដំណាំរបស់គាត់បានដាក់ជូនម្ចាស់គាត់ថ្ងៃមួយមានទេពធីតា5អង្គស្ថិតនៅឯប្រាសាទព្រះឥន្ទក៏បានហោះមកដល់នៅក្នុងសួនច្បារតាលឹមសេងក៏ឃើញផ្ការីកស្គុះស្គីប្រងព្រាតទើបបបួលគ្នាចូលទៅក្នុងសួននោះដេញប្រឡែងគ្នាលេងយ៉ាងសប្បាយពេលនោះមានទេពធីតាមួយព្រះអង្គឈ្មោះថាទិព្វសូដាច័ន្ទក៏បានបេះផ្ការបស់តាលឹមសេង6តឹងព្រោះផ្កានោះល្អមានក្លិនក្រអូបចំណែកឯទេពធីតា4អង្គទៀតបានដើរលេងពាសពេញក្នុងសួនច្បារនោះដែរតែឥតបានកាច់ផ្កាលេងនោះទេលុះត្រឡប់ទៅដល់ឋានទេវតាវិញទេពធីតាស្លូតត្រង់ក៏បានទូលព្រះឥន្ទអំពីរឿងដែលទិព្វសូដាច័ន្ទលួចបេះផ្កាគេព្រះឥន្ទក៏ទ្រង់សួរទៅនាងទិព្វសូដាច័ន្ទហើយក៏ផ្ដន្ទាទោសថានាងត្រូវចុះទៅឋានកណ្ដាលនៅជាមួយមនុស្សលោកចំនួន6ឆ្នាំនឹងត្រូវធ្វើជាប្រពន្ធតាលឹមសេងនោះនាងទិព្វសូដាច័ន្ទខ្មាស់គេថែមទាំងអស់សង្ឃឹមនៅក្នុងជីវិតយ៉ាងខ្លាំង
តែទោះជាយ៉ាងណាក៏ដោយក៏នាងហោះចុះមកឋានក្រោមជួបនឹងតាលឹមសេងហើយនាងនិយាយប្រាប់គាត់ថាលោកតាខ្ញុំបានលួចបេះផ្កាតា6 តងឥឡូវព្រះអិនបានដាក់ទោសទណ្ឌឲ្យខ្ញុំចុះមកធ្វើជាប្រពន្ធតា6 ឆ្នាំតាលឹមសេងឆ្លើយថាណែនាងខ្ញុំក្រណាស់ពុំអាចទទួលនាងមកធ្វើជាប្រពន្ធខ្ញុំបានទេព្រោះចៅហ្វាយរបស់ខ្ញុំចិត្តអាក្រក់ណាស់គាត់ឲ្យបាយខ្ញុំទទួលទានសម្រាប់តែម្នាក់ឯងតែប៉ុណ្ណោះនាងឆ្លើយថាមិនអីទេចាំខ្ញុំជួយលោកតាខ្ញុំនឹងបង្រៀនវិជ្ជាសិល្បៈដែលគ្មាននរណាចេះដឹងដល់លោកតាបើលោកតាមិនព្រមទទួលខ្ញុំធ្វើជាប្រពន្ធទេតើធ្វើម្ដេចខ្ញុំនឹងបានទទួលទណ្ឌកម្មតាមការវិនិច្ឆ័យរបស់ព្រះអិនសូមលោកតាអាណិតខ្ញុំផងទៅចោះតាលឹមសេងក៏ព្រមទទួលទិព្វសូដាច័ន្ទមកនៅជាមួយនឹងគាត់ក៏ពេញចិត្តនឹងនាងទេពធីតានោះណាស់ព្រោះនាងជាស្ត្រីមានរូបសម្បត្តិល្អលើសនារីនានាមិនយូរប៉ុន្មានគាត់ក៏មានសេចក្តីស្នេហាទៅលើរូបនាងទិព្វសូដាច័ន្ទកាលដែលបាននៅជាមួយនឹងតាលឹមសេងយូរមកនាងសង្កេតឃើញសេចក្តីលំបាកវេទនារបស់តានិងចិត្តស្មោះត្រង់របស់គាត់ក៏កើតមានចិត្តអាណិតតាជាខ្លាំងទើបនាងសួរតាថាតើលោកតាបានខ្ចីលុយគេប៉ុន្មានតាក៏ឆ្លើយថា6 ណែននាងប្រាប់តាថាអញ្ចឹងសូមលោកតាទៅខ្ចីគេបាន4 ណែនទៀតមកទើបខ្ញុំបានមកនៅបម្រើគេជាមួយនឹងលោកតាផងហើយលុយនោះខ្ញុំនឹងយកមកប្រកាសឲ្យបានជាផលប្រយោជន៍ច្រើនតាលឹមសេងក៏ទៅខ្ចីលុយអំពីម្ចាស់បំណុលខ្លួនបាន4 ណែនទៀតយកមកឲ្យនាងក៏សុំឲ្យតាយកប្រាក់4 ណែននោះទៅទិញសូត្រយកមកឲ្យនាងតាក៏ទិញបានសូត្រនៅជាចំបុកចំនួន20 នាឡិទិព្វសូដាច័ន្ទក៏រវៃសូត្រនោះហើយត្បាញជាសម្ពត់ផ្សេងមានសម្ពត់ប៉ាក់រូបស្លឹកឈើរូបសត្វនិងរូបគំនូរផ្សេងទៀតជាច្រើនរាប់ពុំអស់នាងត្បាញសម្ពត់ល្អណាស់ដែលសម័យនោះគ្មាននរណាធ្វើបានដូចនាងឡើយកាលបើបានត្បាញសម្ពត់ច្រើនហើយនាងក៏ប្រាប់ប្តីនាងឲ្យយកសម្ពត់នោះទៅជូនចៅហ្វាយខ្លួនអ្នកម្ចាស់បំណុលក៏យកដៃទៅស្ទាបសម្ពត់នោះមានសេចក្តីស្ងើចនៅក្នុងចិត្តក្រៃលែងដោយអំណាចនៃសេចក្តីរីករាយគាត់ក៏បានឲ្យលុយ50 ណែនទៅតាព្រមទាំងឈប់ទារប្រាក់ដែលតាបានជំពាក់គាត់ទាំងអំបោះម៉ានមិនតែប៉ុណ្ណោះម្ចាស់បំណុលបានបញ្ជូនមនុស្សឲ្យទៅរៀនវិជ្ជាត្បាញសូត្រពីនាងផងដែរទិព្វសូដាច័ន្ទក៏បានទិញសម្បុកសូត្រសម្បុកដង្កូវនាងជាច្រើនហៀបយកមកបង្រៀនដល់អ្នកបម្រើចៅហ្វាយតាឲ្យរវៃឲ្យត្បាញរាល់ថ្ងៃមិនយូរប៉ុន្មានតាលឹមសេងក៏ឡើងជាអ្នកមានម្នាក់មានអំណាចនិងមានគេរាប់អានជាច្រើនមួយឆ្នាំក្រោយមកនាងក៏បង្កើតបានកូនប្រុសម្នាក់កូននោះរពឹសណាស់នៅក្នុងពេលដែលគេចេះវាគេចេះជីកដីធ្វើជាកំពែងការពារពេលដែលគេចេះអង្គុយមិនតែប៉ុណ្ណោះគេចេះគូដីលេងជារូបរាងសត្វជារូបមនុស្សគឺថាគេចូលចិត្តគូដីលេងមិនចេះឈប់ឈរគេគឺជាក្មេងពុំចេះនៅស្ងៀមមួយស្របក់ណាស់សោះអាស្រ័យហេតុដូច្នេះទើបម្ដាយដាក់ឈ្មោះកូនថាព្រះពឹសស្នុកាលោកកុមារមានវ័យ5 ព្រះវស្សាទិព្វសូដាច័ន្ទក៏ត្រូវផុតកំណត់6 ឆ្នាំដែរព្រះអិនបានផ្ដន្ទាទោសដែលតម្រូវឲ្យនាងមកធ្វើជាប្រពន្ធតាលឹមសេងដូច្នោះដើម្បីរំលឹកនឹងរឿងនេះដល់តានាងក៏បេះផ្កា6 តងយកទៅដាក់នៅលើខ្នើយរួចក៏ហោះទៅកាន់ឋានព្រះអិនវិញ
លុះដល់ពេលបាយតាលឹមសេងមិនឃើញប្រពន្ធចេញមកបរិភោគបាយក៏ចូលទៅក្នុងបន្ទប់ក៏ឃើញផ្កា6តងដាក់ចោលនៅលើខ្នើយក៏យល់ន័យមួយរំពេចតាលឹមសេងក៏យំសោកនឹកស្ដាយប្រពន្ធក្មេងដែលចាក់ចេញចោលគាត់ចំណែកឯប្រពឹសស្នុកាវិញក៏រត់ចេញស្រែកបង្ខុសហៅម្ដាយលន់លឺរំពងគ្រប់ច្រកលហកទាំងអស់ក្រេតនោះនៅក្នុងបរិយាអាណាចក្រកម្ពុជាព្រះបាទបរិទេសរាជាទ្រង់សោយទីបង្គត់ទៅព្រះអង្គឥតមានបរិជ្ជបត្រាបត្រីមួយព្រះអង្គណាដើម្បីសោយរាជស្នងព្រះអង្គឡើយប្រញាតវង្សព្រះថោងក៏ផុតរលត់ត្រឹមនោះតែគេសង្កេតឃើញនៅសាលក្រុងហៅនិងក្រាយហៅតែពីរូបនោះដែលជាអ្នកដែលជាប់លោហិតខ្សាត់កាលបើដូច្នោះបរិយាបល្ល័ង្កក៏នៅទំនេរដំណាលអំពីបរោះកំសត់ម្នាក់កាត់អស់នៅក្នុងព្រៃថ្ងៃមួយនៅពេលដែលបរោះនោះកំពុងតែប្រកបកិច្ចការធម្មតាក៏ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងបរោះនោះក៏បានរត់ទៅជ្រកនៅក្រោមអ្នកតាមមួយនិយាយអំពីព្រះឥន្ទ្រាធិរាជដែលជាស្ដេចនៃទេវតានៅពេលនោះព្រះអង្គក៏បាននិមិត្តធ្វើជាមន្តកោកមួយសម្បល់សមួយទៀតសម្បល់ខ្មៅមន្តខ្មៅមកទុំនៅលើសសរកន្លងនៃខ្ទមមន្តសក៏មកទុំនៅលើដំបូលខ្ទមមួយសន្ទុះក្រោយមកមន្តសក៏រងាវឯមន្តខ្មៅក៏ចេះនិយាយភាសាមនុស្សក៏និយាយថានរណាហ៊ានរងាវនៅលើក្បាលអញដូច្នោះតើអ្នកមានឫទ្ធិអំណាចយ៉ាងណាទៅមន្តសក៏ឆ្លើយថាយើងមានឫទ្ធិអំណាចខ្លាំងណាស់ប្រសិនបើនរណាបានស៊ីសាច់យើងអ្នកនោះនឹងបានជាស្ដេចផែនដីមន្តខ្មៅក៏ឆ្លើយថាចំណែកឯយើងវិញបើមនុស្សប្រុសណាបានស៊ីក្បាលយើងអ្នកនោះនឹងបានជាស្ដេចសង្ឃបើមនុស្សស្រីណាបានស៊ីសាច់ភ្លើយើងមនុស្សស្រីនោះនឹងបានជាអគ្គមហេសីស្ដេចបើមនុស្សប្រុសណាបានស៊ីសាច់ទ្រង់យើងអ្នកនោះនឹងបានសោយរាជដូច្នោះចូលអ្នកក៏មើលងាយយើងឲ្យសោះបន្ទាប់មកមន្តសក៏ហើរទៅបាត់ទៅឯមន្តខ្មៅទុំនៅលើមន្តសកន្លងដដែលបរោះកំសត់ក៏ដើរលបចូលទៅចាប់មន្តខ្មៅបានហើយក៏សម្លាប់យឺទៅផ្ទះរបស់ខ្លួនបរោះនោះបាននិយាយការសម្ងាត់ទាំងនោះប្រាប់ប្រពន្ធមានសេចក្តីរីករាយក្រៃលែងហើយក៏យកមន្តនោះទៅចំអិនរួចក៏ដួសដាក់ចានដាក់ថាសយកមកបំរុងនឹងបរិភោគប៉ុន្តែនៅពេលដែលបរោះដែលជាប្តីនិយាយទៅកាន់ប្រពន្ធថាយើងចិត្តបានមកកត់ពាក់ហើយដូច្នោះយើងយកម្ហូបពិសេសនេះទៅមាត់ស្ទឹងយើងងូតទឹកដោះក្អែលខ្លួនឲ្យស្អាតយកសម្លៀកបំពាក់ថ្មីមកស្លៀកពាក់ឲ្យហឺហារួចសឹមយើងចាប់បរិភោគមន្តនេះបរោះដែលប្តីប្រពន្ធក៏ជញ្ជូនម្ហូបអាហារទៅទុកដាក់នៅនឹងមាត់ទឹករួចក៏ចុះទៅងូតទឹកយ៉ាងសប្បាយលុះងើបអំពីទឹកឡើងបរោះប្តីប្រពន្ធក្រឡេកមើលទៅថាដាក់ម្ហូបពុំឃើញដោយរលកទឹកបានគួចយកថាសនោះរសាត់ទៅតាមខ្សែទឹកបាត់ទៅនៅថ្ងៃនោះក៏មានត្រមាក់ដំរីម្នាក់ឈ្មោះថាទាបាននាំដំរីជាច្រើនចុះទៅត្រាំនៅក្នុងទឹកស្ទឹងនោះបានឃើញថាសអណ្ដែតមករកគាត់ក៏លើកថាសនោះទៅបង្ហាញព្រះសង្ឃជាមេវត្តមួយអង្គព្រះសង្ឃបានស្គាល់ច្បាស់នៅគុណភាពនៃមន្តនោះក៏ចាប់ក្បាលមន្តយកមកឆាន់រួចប្រទានសាច់ទ្រូងទៅឲ្យឈ្មោះទាសាច់ភ្លៅទៅឲ្យនាងវងដែលជាប្រពន្ធប៉ុន្តែលោកឥតមានសង្ឃដីកាថាអ្វីឡើយទានិងវងក៏បបួលគ្នាត្រឡប់ទៅផ្ទះវិញនិយាយអំពីប្តីប្រពន្ធដែលងូតទឹកនោះវិញពួកគេក៏បានខំដាស់រកថាសមហូបនោះគ្រប់កន្លែងប៉ុន្តែរកពុំឃើញក៏គិតថាប្រកាសជាមាននរណាមកលួចយករបស់គាត់ក៏ជេរប្រតិជននោះជាច្រើនពី3ថ្ងៃក្រោយមកនៅក្នុងប្រទេសក៏មានការប្រជុំគណៈរដ្ឋមន្ត្រីនៅក្នុងសម័យប្រជុំនោះរដ្ឋមន្ត្រីទាំងឡាយបានបដូរយោបល់គ្នាថា
បរិជាអាណាចក្រយើងពុំទាន់មានព្រះមហាក្សត្រគ្រប់គ្រងរាជនៅឡើយទេដូច្នោះត្រូវបញ្ចេញដំរីមកចងគួចហើយបួងសួងដល់ទេវតាសូមឲ្យដំរីចេញទៅលុតជង្គង់ខ្លួនឯងចំពោះមុខជនណាដែលអាចអង្គុយនៅលើរាជបល្ល័ង្កបានហើយក៏សូមឲ្យដំរីលើកបរោះនោះដាក់នៅលើក្បាលនាំយកមកទីនេះដើម្បីឲ្យយើងនឹងធ្វើបរិជ្ជពិធីអភិសេកឲ្យបរោះនោះឡើងសោយរាជក្នុងព្រះនគរលុះជំនុំគ្នារួចហើយគេក៏យកដំរីមករៀបចំចងគួចនឹងគ្រឿងលម្អជាច្រើនហើយក៏លែងឲ្យដើរទៅតាមចិត្តរបស់វាដំរីក៏ដើរសំដៅទៅរកម៉ោទានិងនាងវងហើយក៏លុតជង្គង់នៅមុខជនទាំងពីរនាក់រួចក៏លើកជនទាំងពីរនាក់នោះដាក់នៅលើក្បាលបញ្ជិះបបមកកាន់ព្រះបរមរាជវាំងខណៈនោះពួករដ្ឋមន្ត្រីក៏រៀបចំធ្វើបរិជ្ជពិធីព្រះរាជាអភិសេកភ្លាមតាមប្រពៃណីម៉ោទាក៏បានទទួលបរមនាមថាទាវងអស្ចារ្យឯក្រុងហៅនិងក្រៅហៅមានសេចក្តីអអន់ប្រតិយមិនព្រមចោះចូលនឹងព្រះមហាក្សត្រអង្គថ្មីនេះក៏រត់ទៅនៅស្រុកបាកានខេត្តពោធិ៍សាត់ហើយទ្រង់ក៏បានសង់ប្រាសាទមួយនៅទីនោះដំណើរអំពីព្រះឥន្ទ្រាធិរាជទ្រង់សង្កេតតតឃើញព្រះអគ្គមហេសីនៃមហាក្សត្រអង្គថ្មីពុំទាន់មានបរិជ្ជបុត្រនៅឡើយក៏ទ្រង់ព្រះចិន្តាថាយើងនឹងផ្ដល់បរិជ្ជបុត្រមួយព្រះអង្គដល់នាងវងហើយបរិជ្ជបុត្រនោះត្រូវមានសញ្ជាតិជាព្រះឥន្ទសុទ្ធដើម្បីឲ្យជាប់នឹងបរិញាតវង្សសោយរាជនៅក្នុងប្រទេសខ្មែរជានិរន្តរ៍ទៅថ្ងៃមួយនៅពេលដែលព្រះមហាក្សត្រីសត្យានីវងទ្រង់យាងចេញពីមហាប្រាសាទព្រះឥន្ទទ្រង់ហោះចេញមកស្ថិតនៅលើអាកាសប៉ុន្តែមនុស្សលោកមើលព្រះអង្គពុំឃើញទេឃើញតែពន្លឺមួយយ៉ាងធំខៀវសសន្ធឹកកាត់អាកាសអ្នកស្រុកក៏ស្រែកឆោតឡោឡើងថាពន្លឺធ្លាក់ព្រះឥន្ទក៏ទាញទម្លាក់កម្រងផ្កាមកលើព្រះកាយព្រះនាងវងហើយទ្រង់ក៏ត្រឡប់ទៅឋានព្រះអង្គវិញព្រះអគ្គមហេសីវងក៏ទ្រង់មានព្រះគភ៌ត្រឹមពេលនោះមកក្រោយមកទ្រង់ប្រសូតបរិជ្ជបុត្រមួយព្រះអង្គថ្វាយព្រះនាមព្រះកេតុមេលាមានន័យថាពន្លឺកម្រងផ្កាសូមដំណើរអំពីព្រះពឹសស្នុកាវិញគេខំរត់រកម្ដាយគ្រប់ច្រកលហកប៉ុន្តែអត់បានដំណឹងថាម្ដាយនៅឯណាសោះក៏មកក៏កើតទុក្ខរកទីបំផុតគ្មានទៅថ្ងៃមួយគេក៏សួរឪពុកថាលោកឪពុកតើម្ដាយខ្ញុំជាអ្វីលោកឪពុកក៏ឆ្លើយថាម្ដាយកូនឯងគឺជាទេពធីតានាងត្រូវមកនៅក្នុងឋានមនុស្សយើងនេះត្រឹមតែ6ឆ្នាំទេឥឡូវនាងត្រឡប់ទៅឋានទេវតាវិញហើយឯឋាននោះនៅឆ្ងាយណាស់ឪពុកពុំបានដឹងថាម្ដាយកូននៅឯទីកន្លែងណាទេកុមារក៏នៅស្ងៀមប៉ុន្តែចេះតែនឹករកម្ដាយឥតមានភ្លេចក៏សម្រេចចិត្តថានឹងចេញទៅរកម្ដាយឲ្យទាល់តែឃើញបើទោះបីជាឪពុកខាត់យ៉ាងណាក៏កុមារពុំព្រមស្របតាមឪពុកដែរព្រះពឹសស្នុកាបានធ្វើដំណើរចេញទៅកាត់ព្រៃចូលវាលលិចវាលចូលព្រៃពេលឃ្លានក៏បេះផ្លែរុក្ខជាតិនានាធ្វើជាអាហារសម្លៀកបំពាក់រហែកអស់ប៉ុន្តែដោយហេតុតែកុមារនោះមានវាសនាល្អថ្ងៃមួយពួកទេពធីតាបានចុះមកលេងនៅលើកំពូលភ្នំមួយហើយនៅក្នុងបណ្ដាទេពធីតាទាំងនោះក៏មានទិព្វសូដាច័ន្ទម្នាក់ដែរនាងកំពុងតែនាំគ្នាដើរកាច់ផ្កានៅតាមដងព្រៃចងជាបាច់កាលដែលព្រះពឹសស្នុកាបានតតឃើញស្រីល្អដូច្នោះក៏គិតថាជាច្រើនឆ្នាំមកហើយខ្ញុំដើរចេញអំពីស្រុកមិនដែលបានជួបមនុស្សណាម្នាក់សោះតើមនុស្សស្រីទាំងនេះមកពីឋានណាឬមួយក៏ពួកគេគឺជាទេពធីតាទេដឹងគិតដូច្នោះហើយព្រះពឹសស្នុកាក៏រត់ពួនទេពធីតាទាំងនោះបានដើរមកចិត្តកុមារក៏លើកដៃបួងសួងថា
ba mà đai nhom nơi khung chấm nam tệp thị đa tèng ọt nụ số mọi quạt hot thao tư bùng rồi sọ lục buông xuông chọcประพฤติสนุกการกระจังสำได้เตอกันไหลด้านนิ่งเตปติดาแต่งนุกำพงเหล่งนิ่งเตปติดาแต่งลายการบักเคยก็มาเชื่อมนุษย์โลกก็พยาอัลฮอสตุตทันเลอออกขมินสาลสาลแต่ตับสดาจันฮอเตอร์ปมรวยประพฤติสนุกการอรเตอร์อาบนิ่งอย่างสนัดสนาจติบัมพัดนิ่งตับสดาจันสายคลังคลังถาตากำเอาไว้มากรอบสังกัดนเลอรุขยมเตียดหายขยมบานอรุพอดปีทานมนุษย์โลกหายมันได้ลายกมินมนุษย์โลกมอกจับอรรถขยมเดชนอประเปิกสนุกกาก็สลายถาไม่ใหม่ขยมนี่เตยจะโกนไม่การได้ไม่จะเจนอมปีปฏิบัติเตอโกนยมสาวคำด่าอรกไม้กรบตีกันไหลแต่รอกปุ่มเคยซะโลกอปกบานโจลแต่รอกไม้ในขนมบรรทุกเคยแต่การประมวยต้องด่าในหนึ่งเลือกขนายปกก็โยนใส่กระไดถาไม่ตลับแต่ทานเทบดาบัญหายปกการตกรอกเอาไว้หมอกปริบเต็มพบานตั้งไปเป็นหนุหมอกขยมแจแต่นักไม้ปมเมียนผลิตโลทอมดังกระไดบานบานติกขยมกลางสมลีอปกจันดารอกสองเปล่งรอกไม้หายโกนนักถาสมานตะโกนจิสลับดอยออกกำลังบักจอบใบปมขานแต่ไอเหลือโกนบานจุกไม้หายโกนกระสมองวะไม้เอาไม้ตลับเตยในจมวยหนึ่งโกนบิงตับสดาจันสกอลก็มาเจโกนอารบคลุนเปิดประกาศโดยชนอเนียงก็ยมสาวกันนัดโกนเจคลังหายกระเมียนวิจารตะกันโกนถาไม่อัดเมียนสับเปิมอปกนโกนตีแต่ไม่ตายแต่นักรอกตัวเองปมีนพลิกพร้อมเตียงเนี่ยพุ่มพองได้ปันแต่ไม่จะจิตเตปติดาปมอาในจมวยหนึ่งมนุษย์โลกบานอยู่เตอรอดไงมาได้ตายตายบำเพ็ญกิจในจมพูมกประเพะประอันเตรียเตริกคือสมองว่าอ้อยพระองค์ประทินปอดอกโกนนึ่งอปกโกนมันได้ขันมันตายปนอมาได้กับบานตูสมพระอันอ้อยพระองค์เมตตาสายในสุภะมังกรดอลมนุษย์โลกในท่านนิตูเติร์ผ่องโกนปลอกเป็นลอกมาได้ปมอาจเตนในจมูกหนึ่งโกนบานติเตแต่มาได้หนึ่งยกโกนเตเลงประสาทมาได้ในอาทันเลยตับสดาจันก็หอยกระมาเตออ้อยประพฤติสนุกกาพลักโรยเนียงก็เลิกบทตราหอกลางกัดอากาศดอลทานประอันในทานประอันตับสดาจันบานนอมโกนตะงุตึกในขนมอ่างกระอบในขนมซูนประอันหายตึกหนุอาจมแรกกายโกนอ้อยบัดทมคลันมนุษย์โลกบานบรรทอปีนุหมอกมาได้ก็น้อมโกนตะขนงประสาทมวยอร่อยก่อกีน้อมตะขนงลำเนยระบาดหนิงให้ก็ยกสำเลียบำแปะสะอาดหมอกเสลียแปะอ้อยโกนเติบยกมาหอบสูบหมอกอ้อยโกนบริโภคอร่อยก็น้อมโกนเติบถวายบังคมพระอันประพฤติสนุกกาก็การเสกได้ออกจานนะปันแต่ดอลก็มาโจตะขนงบรรทบจำพระอันประพฤติสนุกกาก็จับอารมณ์แต่เลือการลมอ้อในบรรทบหนุเปกก็เตยจิญอได้หย่อเจิงจันบนนติหนุเป็นหนุประอันเยียงมักดอลตรงกระตอดเคยก็มาก็สัวเตยตับสดาจันทาตามนุษย์นี่จีเอาไว้บ้านเจเนียงน้อมมักดอลในขนมประสาทเยิงตับสดาจันตูถาเจ็บบัดขยมมาจ่าการได้ขยมมาจ่าเจ้าเตยเนยนก็จมวยหนึ่งตาลำเสงประอันก็มีนพระบรรทุสัวถาแน่ก็มาดอประสาจุลไอกรอกชอหลังประพฤติสนุกกาก็บันดังสมาร์ได้ลางวิ่งลดจงคงบรรทนคลุนในจมพูมกประเพะในสดักเทบดาประอันก็น้อมก็มาโจตะขนงบรรทประสาทประองให้ตรงกับตราสูก็มาเจจรันอมปีท่านมนุษย์โลกได้ก็มาอรุณไหนจำลายในประพฤติสนุกกาบ้านเฟื่ออ้อยประองสับปริจหารเตยอย่างปนเปกตับสดาจันก็บ้านตูลประอันถาบทขยมมาจากเมียนกาเป็นประสับหนะคือแจกูแจฉละน้อมอ้อยมนุษย์โลกเมียนสกได้สยบสยายใกล้แหลงต่อแต่โกนขยมมาจากแจจมในแต่งนี้ได้อัดบ้านเรียนปิกรูซาหนาสอคือแจได้ซากำนัดเกยใต้มาดองประอันฉลายถาบายดชเนาะจูลไอน้อมก็มานี่แต่จุดหนึ่งเตะบดได้จีนีอารมณ์เจียงเฉย
គេនឹងបង្រៀនកុមារនេះឲ្យចេះនៅសពមុខវិជ្ជាប្លែកសិនរួចសឹមឲ្យកុមារត្រឡប់ទៅឋានមនុស្សលោកវិញព្រោះកុមារមានសញ្ជាតិជាមនុស្សលោកពុំអាចមកនៅទីនេះរហូតបានទេព្រះពឹសស្នុកាក៏ទៅនៅជាមួយនឹងទេវបុត្រដែលជាអ្នកដែលចេះបច្ចេកទេសខាងវិជ្ជាសិល្បៈនិងខាងសំណង់បរិជ្ជកុមារខំប្រឹងរៀនសូត្ររៀនឆ្លាក់រៀនលេងភ្លេងអំពីសំណាក់ទេវបុត្រដែលជាគ្រូទាំងនោះបានចេះស្ទាត់សពគ្រប់ទាំងអស់គឺចេះសង់នាវាអាចបើកបរនៅលើគោកបានចេះឆ្លាក់ប្រាក់ឆ្លាក់មាសចេះស្លដៃគ្រប់យ៉ាងចេះវិជ្ជាលេខទឹកហើយទឹកនោះកាលបាត់ណាដែលចាក់រយទៅលើដីឥដ្ឋដីនោះនឹងคล้ายទៅជាថ្មសរុបសេចក្តីមកគឺកុមារចេះចាំទាំងអស់នៅមុខវិជ្ជាទាំងឡាយណាដែលទេវបុត្របានបង្រៀនហើយទេវបុត្រក៏បាននិយាយលើកទឹកចិត្តដូច្នោះថាកិច្ចការដែលអ្នកបានចេះធ្វើទាំងប៉ុន្មាននេះអ្នកនៅគង់ថិតថេរនៅបានអស់គ្រប់ពេលជាច្រើនពាន់ឆ្នាំចំណែកការងាររបស់ខ្ញុំវិញអាចមានជីវិតត្រឹមតែមួយរជ្ជកាលនៃស្ដេចមួយអង្គតែប៉ុណ្ណោះឧបមាថាបើព្រះមហាក្សត្រអង្គណាមួយបានសោយរាជសម្បត្តិហើយទ្រង់សពរាជហឫទ័យឲ្យខ្ញុំសង់ប្រាសាទថ្វាយខ្ញុំអាចសង់ប្រាសាទបានមួយរំពេចប៉ុន្តែនៅថ្ងៃដែលព្រះមហាក្សត្រអង្គនោះទ្រង់សោយទីបង្គត់ទៅប្រាសាទនោះក៏ត្រូវរលាយបាត់នៅក្នុងពេលនោះដែរដូច្នោះយើងឃើញថាឫទ្ធិអំណាចរបស់ឯងមានអានុភាពខ្លាំងលើសលប់ឫទ្ធិអំណាចរបស់យើងទេវបុត្រក៏នាំសេចក្តីទៅក្រាបទូលព្រះឥន្ទ្រាធិរាជអំពីផលកម្មដ៏ប្រសើរដែលកើតមានអំពីការអប់រំព្រះពឹសស្នុកាព្រះឥន្ទ្រក៏ទ្រង់សពរាជហឫទ័យជាខ្លាំងហើយទ្រង់ទទួលស្គាល់ថាពឹសស្នុកានឹងទៅជាអ្នកដែលអប់រំអ្នកបង្ហាត់បង្រៀនមនុស្សលោកទាំងអស់ដែលកាន់ព្រះពុទ្ធសាសនាបន្ទាប់មកព្រះឥន្ទ្រក៏មានព្រះអង្គការថាជាងសំណង់ទាំងអស់ដែលជាតិជាមនុស្សលោកនឹងសង់អ្វីត្រូវតែរៀបចំដង្វាយថ្វាយព្រះពឹសស្នុកាសិនឯប្រដាប់ដង្វាយមានដូចតទៅនេះគឺស្រា1ដបប្រាក់1រៀលចេក4កង់និងមានដោតស្លាមលូនៅលើនោះផងសំពត់ស4ហាត់អង្គ1ផ្តិលនិងទៀនធុក1ដើមដោតជនណាអាចផ្ដើមសាងសង់មិនបានរៀបដង្វាយថ្វាយព្រះពឹសស្នុកាទេអ្នកនោះនឹងបើកភ្នែកពំរួចឡើយបើករួចមើលឃើញពន្លឺថ្ងៃក៏មានប្រព្រិលភ្នែកគ្រប់ភ្នែកអ៊ីស៊ីដែរកាលដែលព្រះឥន្ទ្រមានព្រះបន្ទូលដល់ត្រង់នោះព្រះអង្គនឹកឃើញដល់ព្រះកេតុមាលាហើយព្រះអង្គទ្រង់ហោះចុះមកកាន់ប្រទេសកម្ពុជាពេលនោះជារាត្រីកាលមនុស្សទាំងឡាយមានសេចក្តីភ្ញាក់ផ្អើលជាខ្លាំងដោយឃើញពន្លឺភ្លឺត្រចះត្រចង់នៅលើមេឃហើយគេក៏ដណ្ដឹងសួរគ្នាថាតើនរណាធ្វើអ្វីបានជាភ្លឺសន្ធោសន្ធៅនៅលើមេឃដូច្នោះព្រះឥន្ទ្រក៏បានចុះមកដល់នៅក្នុងប្រាសាទស្ដេចពួកអ្នកយាមក៏រត់ទៅទូលព្រះបាទទេវងអស្ចារ្យថាមានសត្វពុំដែលស្គាល់ចុះមកពីឋានទេវតាមានសភាពដូចមនុស្សប៉ុន្តែមានពណ៌ខៀវពន្លឺចែងចាំងភ្លឺបានចូលទៅក្នុងប្រាសាទទេវងអស្ចារ្យប្រញាប់យាងទៅប្រាសាទព្រះអង្គហើយទ្រង់ក៏បានស្គាល់ថាជាព្រះឥន្ទ្រជាបរិជាទ្រង់ក៏អោនលំទោនលុតជង្គង់ថ្វាយបង្គំព្រះឥន្ទ្រសួរថាតើព្រះអង្គមានស្គាល់បរិជ្ជបុត្រយើងដែរឬទេព្រះបាទទេវងអស្ចារ្យក៏ទូលថាទូលព្រះបង្គំពុំដែលស្គាល់ទេព្រះឥន្ទ្រក៏សួរថាកាលដែលព្រះកេតុមាលាទ្រង់ព្រះសម្ភពតើមានឯកភេទដូចម្ដេចខ្លះព្រះបាទទេវងអស្ចារ្យក៏ទូលថាឃើញពន្លឺខៀវលាតសន្ធឹងនៅលើមេឃស្រាប់តែមានកម្រងផ្កាធ្លាក់មកលើព្រះអគ្គមហេសីទូលព្រះបង្គំហើយតបមកអគ្គមហេសីទូលព្រះបង្គំក៏មានកឥឡូវមានវ័យចម្រើនហើយព្រះឥន្ទ្រមានព្រះបន្ទូលថានឹងហើយគឺជាបុត្ររបស់ខ្ញុំដែលគេចុះមកចាប់បដិសន្ធិនៅទីនេះលើដូច្នោះព្រះបាទទេវងអស្ចារ្យក៏ទ្រង់ត្រាស់ហៅព្រះកេតុមាលាឲ្យចូលមកព្រះឥន្ទ្រក៏ចាប់លើកបរិជ្ជកុមារឲ្យអង្គុយនៅលើព្រះឱស្ថលើផ្លូវរួចទ្រង់ក៏មានព្រះបន្ទូលថាពីដើមខ្ញុំឈ្មោះថាមគ្គមានុបខ្ញុំបានស្ថាបនាផ្លូវថ្នល់ស្ថាបនាទំនប់ទឹកសាងសង់សាលាសង់ស្ពានទើបខ្ញុំបានមកកើតជាព្រះឥន្ទ្រដូច្នោះ
ខ្ញុំមានចិត្តនឹកដល់ប្រទេសកម្ពុជាណាស់ហើយក៏តាំងពេលនោះមកទល់ឥឡូវនេះគ្មានមនុស្សខ្លាំងពូកែមកនៅក្នុងប្រទេសនេះសោះដូច្នោះយើងនឹងជួយឯងឲ្យបានសុខសប្បាយហើយមានអាយុវែងត្បិតមនុស្សលោកសម័យនេះអាយុខ្លីណាស់កម្រមាននរណាអាយុបាន100ហើយយើងនឹងនាំយកប្រកេតុមេលាទៅក្នុងប្រាសាទយើងហើយយើងឲ្យគេចុះមួយទឹកនៅក្នុងអាងមួយដើម្បីឲ្យបានអាយុវែងព្រះឥន្ទក៏លើកពរប្រកេតុមេលាហោះទៅកាន់ឋានទេវតានៅក្នុងសួនច្បារនៃព្រះឥន្ទមានអាងទឹកមួយព្រះឥន្ទក៏យកប្រកេតុមេលាឲ្យទៅមុជទឹកនៅក្នុងអាងនោះមួយថ្ងៃ7ដងលុះត្រាតែគម្រប់7ថ្ងៃបន្ទាប់មកព្រះឥន្ទនាំប្រកេតុមេលាចូលទៅក្នុងប្រាសាទព្រះអង្គរួចព្រះឥន្ទអញ្ជើញទេវតាដែលជាព្រាហ្មណ៍7នាក់ឲ្យមកសូត្រខ្សែមន្តគាថានិងប្រោះព្រំទឹកមន្តនៅលើប្រកេតុមេលាដើម្បីឲ្យបានអាយុវែងជាង100ឆ្នាំកាលបើពិធីនេះបានចប់សពគ្រប់ហើយព្រះឥន្ទក៏ទ្រង់បង្គាប់ឲ្យគេទឹមព្រះរាជរថបញ្ជិះប្រកេតុមេលាបោះហោះព័ទ្ធជុំវិញប្រាសាទព្រះអង្គដើម្បីឲ្យប្រកេតុមេលាអាចមើលឃើញលំអប្រាសាទគ្រប់ទិសទាំងអស់កាលបើប្រកេតុមេលាបានសង្កេតមើលប្រាសាទសពគ្រប់អស់ហើយនាយសាវត្ថីក៏នាំប្រកេតុមេលាទៅមើលក្រោលគោសួរទៀតព្រះឥន្ទក៏សួរទៅប្រកេតុមេលាថាអ្នកពេញចិត្តនឹងវត្ថុអ្វីដែលអ្នកបានឃើញដែរឬទេប្រកេតុមេលាក៏ទូលថាខ្ញុំមានសេចក្តីស្ញប់ស្ញែងណាស់ព្រះឥន្ទមានព្រះបន្ទូលថាដូច្នោះយើងនឹងប្រគល់អាណាចក្រកម្ពុជានេះឲ្យទៅឯងហេតុនេះបើឯងពេញចិត្តនឹងប្រាសាទណាមួយដែលឯងបានឃើញហើយចង់សង់ប្រាសាទមួយនៅប្រទេសកម្ពុជាឲ្យល្អដូច្នោះចូលឯងគ្រាន់តែនឹកក្នុងចិត្តឡើងយើងនឹងបញ្ជូនស្ថាបនិកទៅកសាងឲ្យឯងនៅក្នុងប្រទេសនោះមួយរំពេចនៅពេលនោះប្រកេតុមេលាទើបតែអាយុ12ព្រះវស្សាដូច្នោះប្រកេតុមេលាមានសេចក្តីតក់ស្លុតខ្លាចព្រះឥន្ទពុនប្រមាណទ្រង់គិតឃើញថានៅក្នុងប្រទេសអញពុំត្រូវឲ្យល្អជាងប្រាសាទព្រះឥន្ទទេប្រសិនបើជាអញធ្វើឲ្យល្អជាងប្រហែលជាព្រះអង្គនោះព្រះអង្គមុខជាអអន់ព្រះតីពំខានប្រកេតុមេលាក៏ឆ្លើយថាទូលព្រះបង្គំចង់ឲ្យកែសង់ប្រាសាទមួយប្រហែលនឹងក្រោលគោរបស់ព្រះអង្គព្រះឥន្ទក៏ទ្រង់សម្រួលថាក្រោលនោះគឺជារបស់ល្អចំពោះភ្នែកឯងឬហើយទ្រង់ក៏មានព្រះបន្ទូលទៅកាន់ព្រះពស្នុកាថាចៅជាមនុស្សលោកពុំអាចស្ថិតនៅក្នុងឋាននេះបានរហូតទេយើងនឹងបញ្ជូនចៅទៅប្រទេសកម្ពុជាហើយឯងត្រូវសង់ប្រាសាទឲ្យបរិជ្ជបុត្រយើងមួយដែលឲ្យមានសោភ័ណភាពល្អជាងក្រោលគោរបស់យើងកាលបើចៅឯងសង់រួចស្រេចហើយយើងនឹងចុះទៅធ្វើអធិបតីនៅក្នុងពិធីរៀបចំអភិសេកបរិជ្ជបុត្រយើងឲ្យឡើងសោយរាជ្យកាលបើព្រះពស្នុកាបានពិនិត្យក្រោលគោព្រះឥន្ទសពគ្រប់ហើយព្រះឥន្ទទ្រង់ព្រះរាជបញ្ជាឲ្យគេរៀបចំទឹមបរិជ្ជរថព្រះអង្គបញ្ជិះប្រកេតុមេលានិងព្រះពស្នុកាចុះមកកាន់ផែនដីត្រង់ប្រទេសកម្ពុជាព្រះពស្នុកាក៏ចាប់សាងសង់ប្រាសាទភ្លាមនៅពុទ្ធសករាជ620លោកបានបង្គាប់ឲ្យជីកស្នាមភ្លោះយកអាចមដីមកចាក់កោនៅលើគ្នាយ៉ាងខ្ពស់ទើបព្រះពស្នុកាយករូបចម្លាក់ផ្សេងទៅផ្ដិតនៅលើដីនោះគ្រប់ទិសទីទាំងអស់ដំណាលអំពីកូនមេភូមិម្នាក់ឈ្មោះថាសវណ្ណអ្នកកំឡោះនោះក៏បានចូលធ្វើជាកម្មករព្រះពស្នុកាលុះសវណ្ណបានយល់ការថ្នឹកល្មមធ្វើការខ្លួនឯងកើតព្រះពស្នុកាក៏ជិះទូកទៅកាន់សមុទ្រដើម្បីរកសម្បកខ្យងមកដុតធ្វើជាកំបោរដើម្បីបោកប្រាសាទលុះត្រឡប់មកវិញមកដល់សំរោងសែនស្រុកកំពង់លែងទូកក៏ត្រូវលិចទឹកព្រះពស្នុកាក៏បានស្ដាយយានជំនិះនោះដែរប៉ុន្តែមិនបានកើបយកសម្បកខ្យងបានទេអាស្រ័យហេតុនេះហើយបានជាសពថ្ងៃនៅទីនោះគេឃើញមានសម្បកខ្យងជាច្រើនកំណកប់នៅក្នុងភូមិសំរោងសែនចាប់ពីពេលច្រើនឆ្នាំណាស់មកហើយអ្នកស្រុកភូមិនោះតែងបបួលគ្នារើសសម្បកខ្យងនោះមកដុតធ្វើជាកំបោរប៉ុន្តែ
សម្បកខ្យងនៅតែមានចំនួនច្រើនក្រៃលែងរហូតមកដល់នឹងសប្តាហ៍ថ្ងៃនេះថ្ងៃក្រោយមកទៀតព្រះពុទ្ធស្នុកាក៏ធ្វើដំណើរទៅកាន់សមុទ្រដើម្បីរើសសម្បកខ្យងទៀតប៉ុន្តែម្ដងនេះមានទុកសំពៅច្រើនណាស់ហើយក៏បានសម្បកខ្យងមកច្រើនបន្ទាប់មកទៀតព្រះពុទ្ធស្នុកាក៏ចេញសំពៅ3ដើម្បីទៅរកល្ងប៉ុន្តែត្រឡប់មកវិញមានខ្យល់ព្យុះបក់បោកសំពៅមួយលិចនៅកោះកំញាញខាងលិចដូនត្រីព្រះពុទ្ធស្នុកាក៏ចាក់គ្រាប់ល្ងក្នុងសំពៅចោលទាំងអស់រួចក៏ធ្វើឲ្យគ្រាប់ល្ងនោះរីងคล้ายទៅជាកោះមួយហេតុនេះហើយបានជាសប្តាហ៍ថ្ងៃនេះគេសង្កេតឃើញកោះកំញាញមានពណ៌ខ្មៅដូចគ្រាប់ល្ងគ្មានដីអ្វីទៀតនៅលាបជាមួយឡើយចំណែកឯគ្រាប់ល្ងនៅក្នុងសំពៅពីរទៀតព្រះពុទ្ធស្នុកាយកទៅលាយបូកទៅលើប្រាសាទដីដែលព្រះអង្គបានសង់ដីនោះប្រែคล้ายទៅជាថ្មមួយរំពេចកាលបើសង់ប្រាសាទព្រះពុទ្ធស្នុកាឥតចាំបាច់ចងបន្ទាដាំសសរមួយម្ដងមួយដូចយើងទេគឺលោកយកដីមកសង់ជាប្រាសាទ5ជាន់តែម្ដងទើបយកទឹកថ្នាំលាយទៅលាបពីលើតួប្រាសាទដីទាំងមូលប្រាសាទនោះក៏คล้ายទៅជាថ្មអាស្រ័យហេតុនេះហើយបានជាយើងឃើញត្រង់វងកោងនៃដំបូលប្រាសាទឥតមានរនូតឬក៏ថសត្រពីក្រោមទេលោកការស្ថាបនារួចស្រេចកាលណាព្រះពុទ្ធស្នុកាក៏លាបថ្នាំរូបចម្លាក់ទាំងអស់នោះតម្រូវទៅតាមពណ៌ផ្សេងធ្វើឲ្យប្រាសាទមានលម្អយ៉ាងត្រចះត្រចង់គឺល្អដោយក្រល់គោព្រះឥន្ទព្រះកេតុមាលាពេញព្រះទ័យនឹងប្រាសាទនោះណាស់បានពោលសរសើរអំពីព្រះពុទ្ធស្នុកាជាច្រើនហើយក៏បានសុំឲ្យព្រះពុទ្ធស្នុកាសង់ប្រាសាទឯទៀតជាច្រើនដោយមានរូបចម្លាក់ល្អឆើតឆាយព្រះឥន្ទ្រាធិរាជដោយមានពពួកទេវតាជាច្រើនតាមដង្ហែផងបានយាងចុះមកឋានក្រមប្រសិទ្ធពរអភិសេកបរិជ្ជបុត្រព្រះអង្គហើយព្រះអង្គក៏ថ្វាយព្រះនាមថាអរិទ្ធិពលពាហណូរួចក៏ទ្រង់ហៅប្រទេសខ្មែរយើងថាកម្ពុជាដូចសពថ្ងៃនេះក្រោយមកព្រះកេតុមាលាទ្រង់ក៏បានសង្កេតឃើញកំពូលប្រាសាទមួយពុំសូវត្រង់ទ្រង់ក៏មានព្រះបន្ទូលប្រាប់ព្រះពុទ្ធស្នុកាឲ្យឡើងតម្រង់កំពូលនោះព្រះពុទ្ធស្នុកាក៏បានឆ្លើយថាសូមព្រះអង្គទ្រង់ប្រើភ្នែកស្រីម្នាក់ឲ្យយកផ្លែឃ្លោកទុំទៅវាយកំពូលនោះនឹងងើបត្រង់ឡើងវិញហើយព្រះកេតុមាលាសន្តាប់ដូច្នោះក៏ទ្រង់ពិរោធជាខ្លាំងព្រះអង្គក៏បានបញ្ចេញនៅសូរខ្លាំងថាម្ដេចក៏និយាយដូច្នោះកំពូលប្រាសាទធ្វើសុទ្ធតែអំពីថ្មម្ដេចក៏ឯងប្រាប់ឲ្យស្ត្រីយកផ្លែឃ្លោកទុំទៅវាយនៅតម្រង់ចំណែកឯព្រះពុទ្ធស្នុកាក៏ខឹងនឹងព្រះអង្គដែរតែដោយគោរពព្រះចេស្តាលោកក៏ប្រើស្ត្រីម្នាក់ឲ្យយកផ្លែឃ្លោកទុំទៅគោះកំពូលប្រាសាទនោះក៏បានត្រង់ឡើងវិញក្រោយពីនោះបន្តិចមកព្រះកេតុមាលាទ្រង់ក៏បានប្រគល់ដែកទម្ងន់3ហាបដើម្បីឲ្យព្រះពុទ្ធស្នុកាធ្វើព្រះខ័នមួយនិមិត្តរូបនៃដេជនុភាពថ្វាយព្រះអង្គព្រះពុទ្ធស្នុកាក៏បានយកដែកទៅស្លរំលាយនៅសល់តែល្មមធ្វើតែព្រះខ័នតូចមួយមានមុខស្ដើងជាងស្លឹកស្រូវទៅទៀតហើយមុតក្រែកលែងគឺថាបើយកព្រះខ័ននោះទៅកាប់លើមនុស្សជាពីរកំណាត់ក៏ពុំអាចដឹងថាមនុស្សនោះដាច់ឡើយគឺស្មានថាឥតត្រូវខ្លួនផងហើយមនុស្សនោះនៅនិយាយបានដូចដើមលុះត្រាតែយកដៃទៅច្រានទៅឃើញមនុស្សនោះដាច់ធ្លាក់ពីកំណាត់ម្យ៉ាងទៀតបើគេយកពាងធ្វើអំពីដីមកដាក់ទឹកពេញហើយគេអាចកាប់ពាងនោះឲ្យដាច់ជាពីរកំណាត់មិនឲ្យទឹកពាងនោះហូរចេញមកក្រៅបានលុះត្រាតែយកដៃទៅច្រានពាងនោះទើបពាងនោះដាច់ជាពីរហើយទឹកនោះក៏គំពប់ចេញព្រះពុទ្ធស្នុកាបានយកប្រខ័នដែលទើបនឹងធ្វើហើយនោះទៅលុតទឹកយ៉ាងត្រឹមត្រូវរួចក៏យកទៅថ្វាយព្រះកេតុមាលាព្រះកេតុមាលាកាលបើទ្រង់ទាត់ឃើញប្រខ័ននោះភ្លាមទ្រង់ក្រោធជាខ្លាំងក្រៃលែងព្រមទាំងស្ដីបន្ទោសឲ្យព្រះពុទ្ធស្នុកាយ៉ាងគំរោះគំរើយនៅចំពោះមុខនាម៉ឺនសពមុខមន្ត្រីទាំងអស់ថាអ្នកឯងលួចដែកយើងយកទៅប្រើជាប្រយោជន៍តខ្លួនបានជាដែក3ហាប់ធ្វើប្រខ័នឲ្យយើងបានត្រឹមតែតូចមួយតែប៉ុណ្ណោះព្រះពុទ្ធស្នុកាក៏ខឹងច្រឡោតតោតងហើយក៏ឆ្លើយថាខ្ញុំលែងនៅប្រទេសកម្ពុជាទៀតហើយខ្ញុំនឹងត្រឡប់ទៅប្រទេសចិនឯណោះវិញ
ថាហើយព្រះពឹសស្នុកាក៏ក្រោកដើរចេញទៅដោយអុសព្រះខ័ននៅលើក្តារលុះព្រះពឹសស្នុកាចេញផុតគេសង្កេតឃើញក្តារក៏ដាច់ជាពីរដោយអំណាចមុតព្រះខ័នដដែលព្រះពឹសស្នុកាក៏បានអុសពីលើព្រះកេតុមេលាទ្រង់ក៏ទតឃើញដូច្នោះក៏ត្រាស់ឲ្យគេរត់ទៅតាមហើយក៏ស្រែកហៅព្រះពឹសស្នុកាទាយយកព្រះខ័នមកថ្វាយព្រះអង្គវិញប៉ុន្តែព្រះពឹសស្នុកាប្រកែកពំព្រមឲ្យហើយក៏ក្រវែងចោលទៅកណ្ដាលទន្លេសាបរួចក៏ចុះសំពៅបើកក្តោនសំដៅទៅស្រុកចិនដែលជាស្រុកកំណើតរបស់គាត់ទៅនេះហើយគឺជារឿងព្រះពឹសស្នុកាដែលមនុស្សភាគតិចណាស់បានដឹងហើយដោយសារតែរឿងព្រេងនេះបានជាអ្នកស្រុកគេជឿថាគេយល់ថាប្រាសាទអង្គរគឺជាស្នាដៃទេវតាសាងសង់